Hello សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាជាមួយនឹងខ្ញុំបាទរំដួល Movie ម្ដងទៀតហើយថ្ងៃនេះផងដែរ admin សូមលើកយកខ្សែភាពយន្តមួយដើម្បីមកធ្វើការសម្រាយជូនបងប្អូនទស្សនាខ្សែភាពយន្តមួយនេះគឺចង់និយាយតាក់ទងជាមួយនឹងបរិសម្នាក់ដែលគាត់នៅ single នៅលាវទេបាទប៉ុន្តែថ្ងៃមួយនៅពេលដែលគាត់ភ្ញាក់ពីដេកស្រាប់តែគាត់បានឃើញថាខ្លួនឯងបែរជាមានប្រពន្ធមានកូនទៅវិញធ្វើឲ្យជីវិតរបស់គាត់ប្រែប្រួល190ដឺក្រេតែម្ដងដូចនេះហើយបងប្អូនច្បាស់ជាចង់ដឹងហើយថាតើតួអង្គនៅក្នុងសាច់រឿងមួយនេះជួបបញ្ហាអ្វីខ្លះហើយដំណើរសាច់រឿងវាទៅជាយ៉ាងណានោះយើងនឹងចូលទស្សនាសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅប៉ុន្តែសម្រាប់បងប្អូនដែលទស្សនាថ្មីកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងផងដើម្បីទទួលបានវីដេអូការសម្រាយរឿងក្រោយទៀតដំណើរសាច់រឿងមួយនេះចាប់ផ្ដើមឡើងជាមួយនឹងទូប្រុសរបស់យើងតែម្ដងគាត់មានឈ្មោះថាផាកកាងការងាររបស់គាត់គឺជាតារាសម្ដែងដែលមានឈ្មោះល្បីល្បាញទូទាំងប្រទេសនៅពេលនេះដែរផាកកាងកំពុងតែនៅក្នុងខុនដូរបស់ខ្លួនគាត់បានដេកវាយឡើងជាមួយនឹងនារីម្នាក់ទៀតដែលជាវិធីករនិងជាតារាសម្ដែងផងដែរភ្លាមនោះស្រាប់តែពួកគេបានឃើញសារព័ត៌មានចុះផ្សព្វផ្សាយល្បីពេញអ៊ីនធឺណិតតែម្ដងថាពួកគេទាំងពីរនាក់កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាប៉ុន្តែផាកកាងមិនបានខ្វល់ខ្វាយនោះទេចំណែកប្រុសម្នាក់នេះវិញគាត់មានឈ្មោះថាសូយុនការងាររបស់គាត់គឺជាជំនួយការរបស់ផាកកាងនិងជាមិត្តភក្តិដ៏ស្និទ្ធស្នាលរបស់ផាកកាងផងដែរសូយុនបានទូរស័ព្ទប្រាប់ទៅកាន់ផាកកាងឲ្យបញ្ញាបញ្ញាចេញពីខុនដូមកចំពោះសារព័ត៌មានរឿងអាស្រូវមួយនឹងចាំគាត់នឹងនិយាយជាមួយនឹងសារព័ត៌មានបកស្រាយប្រាប់ថាផាកកាងជាមួយនឹងនារីម្នាក់នឹងគ្រាន់តែជាមិត្តភក្តិជាមួយគ្នាប៉ុណ្ណោះប៉ុន្តែផាកកាងបាននិយាយតបទៅវិញថារឿងមួយនឹងមិនចាំបាច់គិតខ្វល់ខ្វាយអីច្រើននោះទេបើសិនជាសារព័ត៌មានស៊ូនាំគាត់នឹងនិយាយប្រាប់ថាពួកគេមិនស្គាល់គ្នាឡើយនិយាយដោះសារយ៉ាងណាធ្វើមិនឲ្យទៅរួចខ្លួនទៅនារីដែលបានដេកជាមួយនឹងផាកកាងនាងមានឈ្មោះថាហាយ៉ុងនាងបានខឹងជាមួយនឹងផាកកាងខ្លាំងមែនទែននៅពេលដែលដឹងថាផាកកាងឆ្លើយយកទៅរួចខ្លួនតែម្នាក់ឯងផាកកាងបាននិយាយចោទប្រកាន់ទៅកាន់ហាយ៉ុងវិញថានៅពេលដែលនាងមានរឿងអាស្រូវជាមួយខ្លួនហាយ៉ុងគ្រាន់តែចង់បានភាពល្បីល្បាញប៉ុណ្ណោះហាយ៉ុងពេលនេះនាងឡើងឆ្អែតចិត្តតែម្ដងនាងបានស្រែកជេរទៅកាន់ផាកកាងនៅបានដើរចាក់ចេញត្រឡប់ទៅវិញទៅស្របពេលនោះផងដែរស្រាប់តែសូយុនបានដើរចូលមកនិយាយរាក់ទាក់ដាក់ទៅកាន់ហាយ៉ុងប៉ុន្តែហាយ៉ុងក៏បានកញ្ឆក់កាហ្វេពីសូយុននាងបានបោកកាហ្វេមួយនឹងចោលឲ្យវាប្រឡាក់ប្រឡោះរូបភាពរបស់ហាយ៉ុងដែលបិទជាប់ជាមួយនឹងជញ្ជាំងទៅបាទផាកកាងក៏បានស្រែកជេរទៅកាន់ហាយ៉ុងវិញថានាងឯងឈ្គូទីអីរូបមួយនឹងថ្លៃណាស់បន្ទាប់មកផាកកាងជាមួយនឹងជំនួយការរបស់គាត់បាននាំគ្នាចេញទៅខាងក្រៅដើម្បីទៅថតកុនផាកកាងគឺជាមនុស្សម្នាក់ដែលក៏អិតក៏តមខ្លាំងមែនទែនបុគ្គលិកដែលធ្វើការជាមួយនឹងគាត់ផាកកាងតែងតែស្រែកជេរស្ដីបន្ទោសដាក់ឲ្យជានិច្ចពេលដែលផាកកាងចូលមកដល់ខាងក្នុងឡានម្ដាយរបស់ផាកកាងបានខលវីដេអូមកនិយាយជាមួយម្ដាយរបស់ផាកកាងមួយថ្ងៃគាត់គិតតែពីដើរលេងចាយលុយខ្ជិះខ្ជាយទិញរបស់ brand ពីព្រោះតែកូនប្រុសរបស់គាត់គឺជាតារាល្បីគឺជាអ្នកដែលមានលុយច្រើនឈុតបន្តមកទៀតផាកកាងបានមកជួបជាមួយនឹងគ្រូពេទ្យមួយនឹងគឺជា fan ផ្កាប់មុខរបស់ផាកកាងតែម្ដងលោកគ្រូពេទ្យបានសុំហត្ថលេខាពីផាកកាងនិងបាននិយាយសរសើរថារឿងភាគរបស់ផាកកាងពិតជាល្អមើលខ្លាំងណាស់ផាកកាងក៏បាននិយាយតទៅវិញថាគ្មានល្អមើលស្អីផងវាគ្រាន់តែជាការថតធម្មតារបស់គាត់ប៉ុណ្ណោះហើយមូលហេតុដែលផាកកាងមកជួបជាមួយនឹងគ្រូពេទ្យបែបនេះពីព្រោះតែគាត់មានបញ្ហាថប់អារម្មណ៍គេមិនសូវលោកគ្រូពេទ្យក៏បាននិយាយប្រាប់ទៅកាន់ផាកកាងវិញថាដើម្បីឲ្យបញ្ហាទាំងអស់នឹងធូរស្រាលមកវិញលុះត្រាតែផាកកាងកុំគិតវាច្រើនពេកចេះបន្ធូរអារម្មណ៍ចេះទទួលយកការពិតនោះផាកកាងនឹងមានភាពល្អប្រសើរឡើងវិញគេងលក់ស្រួលជាមិនខានជាពិសេសលោកគ្រូពេទ្យម្នាក់នឹងបាននិយាយតាមប្រូរបស់ផាកកាងដែលសម្ដែងនៅក្នុងសាច់រឿងដាក់ទៅកាន់ផាកកាងអញ្ចឹងណាធ្វើឲ្យពួកគេទាំងពីរនាក់សើចឡើងសប្បាយតែម្ដងឈុតបន្តមកទៀតសាច់រឿងក៏បានបង្ហាញពីសកម្មភាពរបស់ផាកកាងកំពុងតែថតកុនគាត់ដើរតួជាស្ដេចដោយអាងថាគាត់គឺជាទូល្បីផាកកាងមិនបានយកចិត្តទុកដាក់ក្នុងការទន្ទិញប្រូសាច់រឿងនោះទេនៅក្នុងអំឡុងពេលដែលគាត់កំពុងតែសម្ដែងផាកកាងបានលួចមើលប្រូរបស់សាច់រឿងដែលគាត់បានកត់វាទុកនៅក្នុងដៃរបស់ខ្លួនអ្នកផ្សេងទៀតពួកគេពេលនេះក៏គ្មានអារម្មណ៍ក្នុងការថតបន្តទៀតដែរដូចនេះផាកកាងក៏បាននិយាយប្រាប់ទៅកាន់អ្នកគ្រប់គ្នាឲ្យកាត់ត្រឹមនឹងសិនគាត់ត្រូវការសម្រាប់សិនចាំថតបន្តទៀតហើយនៅពេលដែលពួកគេឈប់សម្រាកផាកកាងបាននិយាយល្អខ្លាំងមែនទែនដាក់ទៅកាន់អ្នកដឹកនាំរឿងនិងអ្នកសរសេររឿងថាហេតុអ្វីបានជាសរសេរប្រូឲ្យគាត់និយាយវែងម្លេះថតមួយឈុតស្ទើរតែ10នាទីជាងទៅហើយថាតើម៉ែអាណានទិញប្រូចាំផាកកាងពេលនេះគាត់ចង់កែប្រូចេញបើសិនជាមិនធ្វើតាមគាត់នោះទេនោះគាត់មិនព្រមថតបន្តទៀតឡើយក្រុមការងារទាំងអស់មិនហ៊ានប្រឆាំងផាកកាងទេបាទនិយាយរួមទៅពួកគេយល់ព្រមធ្វើតាមអ្វីគ្រប់បែបយ៉ាងដែលផាកកាងតម្រូវចង់បានទាំងអស់សូយុនក៏បានយកកាហ្វេមកឲ្យផាកកាងផឹកនៅពេលដែលផាកកាងផឹកគេក្តៅមាត់ខ្លាំងមែនទែនគេស្មានតែជាកាហ្វេទឹកកកផាកកាងក៏បានបញ្ញាប់បញ្ញាល់ផឹកទឹកត្រជាក់វិញទៅគេពេលនេះឡើងផ្សារពេញមាត់តែម្ដងបន្ទាប់មកសូយុនបានសួរនាំទៅកាន់ផាកកាងថាតើយប់នេះផាកកាងទៅចូលរួមកម្មវិធីទទួលយកពានដែរឬទេផាកកាងក៏បានសួរត្រឡប់ទៅវិញថាតើគាត់អាចឈ្នះពានឬអត់សូយុនក៏បាននិយាយឆ្លើយតបទៅវិញថាផាកកាងគឺជាតារាដែលស័ក្តិសមជាមួយនឹងពានមួយនឹងបំផុតឈុតបន្តមកទៀតសាច់រឿងក៏បានកាត់មកដល់ពេលវេលាយប់ឡើងផាកកាងពេលនេះគេបានធ្វើដំណើរទៅចូលរួមកម្មវិធីស្វែងរកតារាឆ្នើមទាំង5ដែលវាគឺជាកម្មវិធីប្រចាំឆ្នាំមានតារាឆ្នើមចូលរួមជាច្រើនតារាដែលមានសមត្ថភាពឆ្នើមបំផុត
ប្រចាំឆ្នាំគឺបានទៅលើផាកាងអ្នកដែលធ្វើពិធីករនៅក្នុងកម្មវិធីមួយហ្នឹងគឺជាកញ្ញាហាយ៉ុងដែលផាកាងធ្លាប់បានដេកនៅជាមួយកាលពីដើមសាច់រឿងដំបូងអ្នកគ្រប់គ្នាពេលនេះបានទះដៃអបអរសាទរសម្រាប់ផាកាងដែលទទួលបានពានរង្វាន់មួយនេះនៅពេលដែលផាកាងឡើងមកលើឆាកសូយ៉ុងបាននិយាយខ្សឹបដាក់ទៅកាន់ផាកាងថាបើដឹងថាលោកឯងគឺជាអ្នកឈ្នះពានមួយនេះខ្ញុំមិនមកចូលរួមនោះទេផាកាងបាននិយមដាក់ទៅកាន់ហាយ៉ុងនិងបានអោបស្វាគមន៍នាងថែមទាំងបាននិយាយខ្សឹបដាក់ទៅកាន់ហាយ៉ុងថាពេលដែលពួកគេដេកនៅជាមួយគ្នាថាតើនាងស្រួលដែរឬទេហាយ៉ុងកាន់តែខឹងជាមួយនឹងផាកាងកាន់តែខ្លាំងឡើងបាទប៉ុន្តែកលៈទេសៈពេលនេះគឺនាងមិនអាចធ្វើអីបានទេនៅពេលដែលបកគលពានទៅឲ្យផាកាងរួចហើយហាយ៉ុងក៏បានដើរចេញទៅវិញទៅបន្ទាប់មកផាកានបាននិយាយអរគុណទៅកាន់ fan ទៅកាន់អ្នកគាំទ្ររបស់ខ្លួនដែលធ្វើឲ្យគាត់មានឈ្មោះល្បីល្បាញហើយគាត់សន្យាថានឹងខិតខំប្រឹងប្រែងសម្ដែងឲ្យបានល្អបំផុតដើម្បីបម្រើអារម្មណ៍ទស្សនិកជនបន្តទៀតគណៈពេលនោះយើងឃើញថាមាននារីម្នាក់កំពុងតែមើលការផ្សាយផ្ទាល់កម្មវិធីរបស់ផាកាងតាមរយៈទូរទស្សន៍ផងដែរនាងមានឈ្មោះថាហាណាត្រូវជាអតីតសង្ចារចាស់របស់ផាកានប៉ុន្តែពួកគេបានបែកគ្នាយូរណាស់មកហើយបន្តមកទៀតផាកាងជាមួយនឹងគ្នារបស់គាត់កំពុងតែជិះនៅលើឡានផាកាងបានថតរូបជាមួយនឹងពានរបស់ខ្លួនដើម្បីបង្ហោះចូលទៅខាងក្នុងបណ្ដាញសង្គមរបស់គាត់មួយសន្ទុះក្រោយមកពួកគេក៏បានបើកឡានមកដល់ទីតាំងកន្លែងហាងមួយដែលជាទីតាំងចាស់ពួកគេធ្លាប់ចូលកាលពីមុនមកផាកានបាននិយាយបបួលសូយុនឲ្យចូលទៅផឹកស្រាជាមួយខ្លួនសូយុនក៏បាននិយាយតបទៅកាន់ផាកានវិញថាថ្ងៃនេះគឺជាថ្ងៃបុណ្យណូអែលគាត់មិនអាចចូលទៅផឹកស្រាកំដរផាកានបានទេពីព្រោះតែប្រពន្ធកូនរបស់គាត់កំពុងតែរងចាំគាត់នៅឯផ្ទះឯណោះប៉ុន្តែផាកានគាត់មិនខ្វល់ទេបាទគាត់នៅតែនិយាយបង្ខំសូយុនឲ្យទៅជាមួយគាត់ដើម្បីផឹកកាត់សាញសិនទៅបើសិនជាពួកគេមិនព្រមទៅទេប្រយ័ត្នគាត់បញ្ឈប់មិនឲ្យធ្វើការងារបន្តទៀតដោយគ្មានជំរឿសូយុនក៏បានយល់ព្រមទៅផឹកស្រាកំដរផាកានទៅពេលដែលពួកគេបានចូលខាងក្នុងហាងមួយនឹងដើម្បីអង្គុយផឹកស្រាជាមួយគ្នាផាកានបានឲ្យលុយមួយចំនួនទៅកាន់សូយុនយកទៅទិញកាដូឲ្យប្រពន្ធកូនរបស់ខ្លួនប៉ុន្តែមានលក្ខខណ្ឌត្រូវតែប្រាប់កូនរបស់សូយុនថាកាដូទាំងអស់ហ្នឹងគាត់គឺជាអ្នកផ្ដល់ឲ្យមិនមែនបានមកពីលោកតាសាន់តាក្លូសទេសូយុនបាននិយាយរំលឹកអំពីរឿងអតីតកាលរបស់ពួកគេទាំងពីរនាក់តាមពិតទៅសូយុននិងផាកាងបានដាក់ពាក្យប្រឡងសម្ដែងជាមួយគ្នាពួកគេទាំងពីរនាក់បានឈានទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ពេលខ្លះគាត់មានសង្ឃឹមថាគាត់អាចនឹងប្រឡងជាប់ដូចជាផាកានផងដែរផាកានក៏បាននិយាយឆ្លើយតបទៅវិញថាបើសិនជាកាលនោះគាត់ប្រឡងមិនជាប់ប្រហែលជាពេលនេះគាត់នឹងមានប្រពន្ធកូនដូចជាសូយុនអញ្ចឹងបន្ទាប់មកស្រាប់តែសូយុនបាននិយាយរំលឹកអំពីសង្សារចាស់របស់ផាកានថាបើសិនជាពេលនោះផាកានប្រឡងធ្លាក់ផាកានច្បាស់ជារៀបការជាមួយនឹងហាណាហើយនឹងមានកូនជាមួយនាងជាមិនខានហើយគាត់បានលើថាហាណាពេលនេះនាងបានត្រឡប់មកពីបរទេសវិញហើយនាងបានរៀនចប់ផ្នែកគំនូរសិល្បៈហើយនាងបានរៀបចំកម្មវិធីតាំងពីពណ៌ដ៏ធំមួយបន្ទាប់ពីបានស្ដាប់ឮពាក្យសម្ដីរបស់សូយុននិយាយបែបនេះផាកាងចាប់ផ្ដើមមានអារម្មណ៍ថាសែតផងដែរពីព្រោះតែនៅក្នុងចិត្តរបស់គាត់នៅតែមានចិត្តស្រឡាញ់នឹករលឹកទៅកាន់ហាណាជានិច្ចបន្ទាប់មកគាត់បាននឹកសម័យទៅកាន់អតីតកាលរបស់ខ្លួនផាកានបាននិយាយសុំបាយគ្នាជាមួយនឹងហាណាបានជាយាមសួររកហេតុផលពីផាកានហេតុអ្វីបានជាផាកានចង់បាយពីខ្លួនបែបនេះផាកានបាននិយាយប្រាប់ទៅកាន់ហាណាវិញថាមកពីបងមិនល្អសម្រាប់អូនទេពួកយើងបាយគ្នាទៅបន្តមកទៀតយើងឃើញថាពួកគេទាំងពីរនាក់បាននាំគ្នាដើរចេញពីហាងមួយហ្នឹងហើយបាទផាកានគឺចង់ទៅផឹកនៅកន្លែងផ្សេងមួយទៀតប៉ុន្តែសូយុនមិនព្រមទេបើសិនជានៅយូរបន្តទៀតទៅដល់ផ្ទះវិញច្បាស់ជាប្រពន្ធនឹងឲ្យស៊ីនរ៉េជាមិនខានផាកានក៏បាននិយាយសើចចំអកទៅកាន់សូយុនថាគិតទៅអ្នកមានប្រពន្ធពិតជាកំសត់ខ្លាំងមែនចង់ទៅណាក៏គ្មានសេរីភាពដែរសូយុនបានស្រែកហៅតាក់ស៊ីដើម្បីឲ្យផាកានជិះត្រឡប់ទៅផ្ទះវិញឡានតាក់ស៊ីមួយនឹងមានដើមគ្រីស្មាស់ដាក់នៅពីលើថែមទៀតផាកានពេលនេះគាត់ហាក់ដូចជារៀងស្វឹងទៅហើយដំបូងឡើយសូយុនចង់ជូនផាកានឲ្យទៅដល់ខុនដូសិនទើបគាត់ត្រឡប់ទៅផ្ទះខ្លួនឯងវិញប៉ុន្តែផាកានបានប្រាប់ទៅកាន់សូយុនវិញថាមិនចាំបាច់ឡើយគាត់អាចទៅខ្លួនឯងបានសូយុនគាត់ពិតជាមានការព្រួយបារម្ភពីផាកានខ្លាំងមែនទែននិងបាននិយាយផ្ដាច់ផ្ដាំថាបើសិនជាមានការអីសំខាន់ឬក៏មិនមានបញ្ហាអីមិនស្រួលចាប់កលតាក់ទងមកកាន់គាត់មកបន្ទាប់មកផាកានក៏បានជិះឡានតាក់ស៊ីចាក់ចេញទៅបាទចំណែកសូយុនក៏បានបញ្ញាប់ញ៉ាលត្រឡប់មកផ្ទះវិញដើម្បីជួបជាមួយនឹងប្រពន្ធកូនរបស់ខ្លួនទៅអ្នកបើកឡានតាក់ស៊ីបាននិយាយប្រាប់ទៅកាន់ផាកានថាគ្រីស្មាស់ឆ្នាំនេះខ្ញុំពិតជាមានសំណាងណាស់ដែលបានដឹកអតិថិជនគឺជាតារាល្បីបែបនេះជីវិតរបស់លោកពិតជារីករាយខ្លាំងណាស់ពីព្រោះតែលោកមានអ្វីគ្រប់បែបយ៉ាងខ្ញុំបានមើលសាច់រឿងដែលលោកសម្ដែងរួចហើយលោកពិតជាសម្ដែងបានល្អខ្លាំងណាស់ផាកានបាននិយាយឆ្លើយតបទៅកាន់លោកអ៊ំដែលជាអ្នករត់តាក់ស៊ីវិញថាជីវិតពិតហើយនឹងតួអង្គសម្ដែងនៅក្នុងសាច់រឿងវាមិនអាចដូចគ្នាបានទេដើម្បីក្លាយជាតារាល្បីមានមនុស្សម្នាជាច្រើនស្រឡាញ់ចូលចិត្តគាំទ្រគាត់ដល់ច្រើនបែបនេះគាត់បានលះបង់ច្រើនណាស់ជីវិតរបស់គាត់ដូចរស់នៅអត់ន័យអញ្ចឹងលោកអ៊ំនៃរត់តាក់ស៊ីបាននិយាយឆ្លើយតបទៅកាន់ផាកាងវិញថាអញ្ចឹងលោកអត់បានពេញចិត្តជាមួយនឹងជីវិតរបស់លោកពេលនេះមែនទេលោកច្បាស់ជាមានរឿងអ្វីដែលធ្វើឲ្យជីវិតរបស់លោកមានការសោកស្ដាយស្ថិតនៅដក់ជាប់អារម្មណ៍របស់លោករហូតមែនទេចុះបើសិនជាលោកមានឱកាសដើម្បីផ្លាស់ប្ដូរអតីតកាលរបស់លោកវិញថាតើលោកនឹងធ្វើបែបណាដែរ
ផាក់កាំងក៏បាននិយាយឆ្លើយតបទៅកាន់លោកអ៊ំតាក់ស៊ីវិញឡើងខ្លីថារឿងមួយនេះវាមិនអាចទៅរួចទេនៅតែតកាលវាបានកន្លងផុតហើយនៅពេលដែលផាក់កាំងនិយាយប្រាប់ទៅកាន់លោកអ៊ំដែលជាអ្នករត់ឡានតាក់ស៊ីចប់ហើយផាក់កាំងក៏បានដាក់ខ្លួនដេកសម្រាកទៅហើយនៅយប់នឹងផងដែរយើងឃើញថាមានព្រិលធ្លាក់ចម្លែកខុសប្លែកពីធម្មតាលុះនៅពេលវេលាព្រឹកឡើងផាក់កាំងបានភ្ញាក់ពីដេកវិញបើកភ្នែកស្ទើរតែមិនរួចទេមានក្មេងចំនួន2នាក់បញ្ចាំងភ្លើងពិលដាក់ទៅកាន់ភ្នែករបស់ផាក់កាំងទៀតផងផាក់កាំងបានស្ទុះក្រោកពីដេកឡើងលឿនហើយគាត់មិនដឹងឡើយថាពេលនេះខ្លួនកំពុងស្ថិតនៅកន្លែងណានោះទេក្មេងៗទាំងពីរនាក់នឹងក៏បានរត់ចូលមកនិយាយប្រាប់ទៅកាន់ផាក់កាំងថាប៉ាឯងដេកទីនេះទៀតហើយអីទីនេះត្រជាក់ណាស់ប្រយ័ត្នកកស្លាប់ផាក់កាំងបាននិយាយប្រាប់ទៅកាន់ក្មេងៗទាំងពីរនាក់នឹងវិញថាតើពួកឯងគឺជាណាគេប្រដេចបានជាហៅយើងជាប៉ាបែបនេះក្មេងស្រីម្នាក់នឹងបានបិទច្រមុះដើរចេញវិញពីព្រោះតានាងស្អុយមាត់ផាក់កាំងខ្លាំងពេកហាណាពេលនេះគឺជាប្រពន្ធរបស់ផាក់កាំងនាងបាននិយាយស្ដីថាឲ្យទៅកាន់ផាក់កាំងថាយប់មិញផឹកអស់ប្រមាណឲ្យតែផឹកស្រាស្វឹងម្ដងដេកមិនដឹងកន្លែងទេប្រយ័ត្នត្រជាក់ដល់ងាងាប់បាត់ទៅផាក់កាំងបានសួរទៅកាន់ហាណាថាតើហេតុអ្វីបានជានាងមកនៅទីនេះហើយខ្ញុំនៅកន្លែងណាវិញហាណាក៏បាននិយាយឆ្លើយតបទៅកាន់ប្តីវិញថាបងឯងមិនបានជាស៊ូភ្លើអញ្ចឹងនេះគឺជាផ្ទះរបស់យើងចំណែកក្មេងទាំងពីរនាក់នេះក៏ជាកូនរបស់យើងដែរផាក់កាំងគិតថាពេលនេះខ្លួនកំពុងតែយល់សោមមិនអាចទទួលយករឿងរ៉ាវទាំងអស់នេះបានទេបាទផាក់កាំងក៏បានបញ្ញាប់ញ៉ារត់ចេញមកខាងក្រៅគាត់នៅតែគិតនៅក្នុងចិត្តថាខ្លួនឥឡូវនេះនៅកន្លែងណាឲ្យពិតប្រាកដក្មេងៗតូចទាំងពីរនាក់នឹងបានស្រែកដើរស្វែងរកផាក់កាំងនិងបានហៅផាក់កាំងថាប៉ាពេញផ្ទះតែម្ដងហាណាក៏បានដើរចូលមកសម្លក់មើលទៅកាន់ផាក់កាំងក៏បានដើរចេញពីកន្លែងមួយហ្នឹងទៅគាត់បានយកទូរស័ព្ទខលតាក់ទងទៅកាន់ជំនួយការគឺសូយុនប៉ុន្តែប្រព័ន្ធទូរស័ព្ទបាននិយាយឆ្លើយតបទៅវិញថាលេខទូរស័ព្ទរបស់ផាក់កាំងដែលកំពុងតែខលតាក់ទងហ្នឹងមិនបានមាននៅក្នុងប្រព័ន្ធរបស់ពួកគេទេផាក់កាំងបានយកសោឡានរបស់ខ្លួនចេញមកដើម្បីចុចស្វែងរកឡានទំនើបរបស់គាត់ប៉ុន្តែឡានទំនើបរបស់គាត់ពេលនេះគឺបានប្រែក្លាយទៅជាឡានដ៏តូចមួយបន្តមកទៀតផាក់កាំងបានជិះឡានមួយនឹងធ្វើដំណើរមកកាន់ទីតាំងអគារខុនដូដែលជាកន្លែងស្នាក់នៅរបស់ខ្លួនគាត់ពេលនេះធ្វើខ្លួនដូចជាតារាល្បីនិយាយពាក្យសួស្ដីដាក់ទៅកាន់អ្នកគ្រប់គ្នាតែម្ដងបុគ្គលិកដែលធ្វើការនៅក្នុងអគារខុនដូមួយហ្នឹងពួកគេឆ្ងល់ខ្លាំងណាស់ថាតើបរិសម្នាក់ហ្នឹងគឺជាណាគេហើយគាត់ស្នាក់នៅក្នុងខុនដូនេះមែនទេពីព្រោះពួកគេមិនដែលបានឃើញផាក់កាំងពីមុនមកឡើយនៅពេលដែលផាក់កាំងដើរចូលមកដល់ខាងមុខបន្ទប់ខុនដូរបស់គាត់ផាក់កាំងបានចុចលេខសម្ងាត់ប៉ុន្តែលេខសម្ងាត់មួយហ្នឹងមិនត្រឹមត្រូវនោះទេភ្លាមនោះស្រាប់តែមានបរិសម្នាក់បានបើកទ្វារចេញមកសួរនាំទៅកាន់ផាក់កាំងថាតើមានការអីមែនហេតុអ្វីបានជាព្យាយាមបើកទ្វារផ្ទះរបស់ខ្ញុំផាក់កាំងបាននិយាយតវ៉ាថាវាគឺជាផ្ទះរបស់គាត់ថែមទាំងបានវែកសក់ឡើងសួរនាំទៅកាន់បរិសម្នាក់នឹងថាតើមិនបានស្គាល់ខ្ញុំដែរឬទេខ្ញុំគឺជាតារាល្បីបរិសម្នាក់នឹងបានសើចនិងបានសួរនាំទៅវិញថាតើឯងគឺជាណាគេក្រុមសន្តិសុខក៏បានដើរចូលមកនិយាយហាមគាត់ផាក់កាំងប៉ុន្តែផាក់កាំងមិនបានស្ដាប់ឡើយគាត់បានស៊ូចូលទៅខាងក្នុងផ្ទះនិងបានបន្តនិយាយថាវាគឺជាផ្ទះរបស់ខ្ញុំធ្វើឲ្យបរិសដែលជាម្ចាស់ផ្ទះពិតប្រាកដនឹងគាត់ខឹងខ្លាំងមែនទែនគាត់បាននិយាយប្រាប់ទៅកាន់សន្តិសុខឲ្យឆាប់ហៅប៉ូលីសមកប៉ុន្តែផាក់កាំងបាននិយាយហាមគាត់និងបានសួរនាំទៅកាន់ពួកគេថាតើហេតុអ្វីបានជារឿងគ្រប់យ៉ាងប្រែក្លាយជាបែបនេះទៅវិញផាក់កាំងបានព្យាយាមសួរនាំទៅកាន់ប្រពន្ធបរិសម្នាក់នឹងថាតើនាងស្គាល់ខ្ញុំទេនារីម្នាក់នឹងក៏បាននិយាយឆ្លើយតបទៅវិញថាមិនស្គាល់ឡើយធ្វើឲ្យផាក់កាំងមានអារម្មណ៍ថាឈឺចាប់មិនដឹងថាត្រូវធ្វើបែបណាបន្តទៀតឡើយភ្លាមនោះស្រាប់តែនារីម្នាក់នឹងក៏បាននិយាយឆ្លើយតបទៅកាន់ផាក់កាំងវិញថានាងមើលទៅកាន់ផាក់កាំងដូចជាប្រហែលធ្លាប់បានឃើញធ្លាប់បានជួបគ្នាពីមុនមកស្រាប់តែអបិដែលជាប្តីនឹងចាប់ដើមខឹងប្រច័ណ្ឌទៅលើប្រពន្ធចោទទៅកាន់ប្រពន្ធរបស់ខ្លួនថាលួចលាក់មានសហាយជាមួយនឹងផាក់កាំងប្រពន្ធក៏បានឆ្លើយបដិសេធថាមិនមែនឡើយប៉ុន្តែអបិម្នាក់នឹងខឹងខ្លាំងមែនទែនគេបានស៊ូចូលទៅរកវាយផាក់កាំងសន្តិសុខទាំងពីរនាក់នឹងក៏បានព្យាយាមខាត់ពួកគេទាំងពីរនាក់សភាពពេលនេះចាប់ដើមញ៉ៃពេញនឹងតែម្ដងផាក់កាំងគេនៅតែរត់មកស៊ូទៅកាន់នារីម្នាក់នឹងថានាងស្គាល់ខ្ញុំទេខ្ញុំគឺជាតួឯកសម្ដែងនៅក្នុងខ្សែភាពយន្តខ្ញុំគឺជាស្ដេចនារីម្នាក់នឹងនៅតែឆ្លើយថាមិនបានស្គាល់ដដែលនាងបានដុតជង្គង់អង្វរទៅកាន់ប្តីរបស់ខ្លួនកុំឲ្យឆ្លោះគ្នាកុំឲ្យខឹងឆេះឆាវអីស្ដាប់នាងនិយាយសិននាងអត់ស្គាល់អបិម្នាក់នឹងទេចុងក្រោយផាក់កាំងក៏ត្រូវបានចាប់ខ្លួនបញ្ជូនមកកាន់ស្ថានីយ៍ប៉ូលីសផាក់កាំងនៅតែនិយាយបញ្ជាប្រាប់ទៅកាន់ប៉ូលីសឲ្យឆែកមើលអត្តសញ្ញាណប័ណ្ណរបស់ខ្លួនខុនដូមួយនេះគឺជាផ្ទះរបស់គាត់ក្រុមការងារប៉ូលីសបាននិយាយប្រាប់ទៅកាន់ផាក់កាំងវិញថាពួកគាត់បានឆែកមើលជិត1លានដងហើយផ្ទះមួយនេះមិនមែនគឺជាផ្ទះរបស់លោកទេគឺលោកឯងរស់នៅក្នុងតំបន់សៀនដងជិត10ឆ្នាំទៅហើយផាក់កាំងនៅតែមិនស្ដាប់ប៉ូលីសនៅតែស្រែកថាផ្ទះនោះគឺជាផ្ទះរបស់ខ្ញុំមិនបានជីវិតទៅអញ្ចឹងលោកអើយផាក់កាំងនៅតែប្រាប់ឲ្យប៉ូលីសឆែកមើលម្ដងទៀតក្រុមការងារប៉ូលីសមានអារម្មណ៍ថាធុញជាមួយនឹងផាក់កាំងខ្លាំងមែនទែនបន្ទាប់មកហាណាក៏បានមកកាន់ស្ថានីយ៍ប៉ូលីសផងដែរប៉ូលីសក៏បាននិយាយប្រាប់ទៅកាន់ហាណាថាប្តីរបស់អ្នកស្រីនៅទីនោះគាត់កោប៉ូលីសឡើងមួយថ្ងៃហើយនិយាយស្អីក៏មិនស្ដាប់គ្នាដែរ ផ
ប៉ូលីសក៏បានសួរទៅកាន់ផាកាំងថានាងគឺជាប្រពន្ធរបស់លោកមែនទេផាកាំងក៏បានឆ្លើយថាមិនមែនឡើយស្រាប់តែហាន់ណាបាននិយាយតទៅវិញអ្នកអត្តបិនិយាយស្អីមកជើងបាត់កងាប់ឥឡូវហើយប៉ូលីសក៏បាននិយាយហាមឃាត់មិនឲ្យពួកគេទាំងពីរនាក់ឆ្លោះគ្នាទេបន្ទាប់មកប៉ូលីសក៏បាននិយាយប្រាប់ទៅកាន់ហាន់ណាថាប្តីរបស់អ្នកស្រីនិយាយអីវល់វល់លក្ខណៈបែកដូចជាមិនសូវគ្រប់ទឹកសោះហាន់ណាក៏បានសួរនាំថាតើប្តីរបស់ខ្លួនមិនគ្រប់ទឹកបែបយ៉ាងម៉េចប៉ូលីសក៏បានឆ្លើយថាប្តីរបស់អ្នកស្រីគិតថាខ្លួនឯងគឺជាតារាសម្ដែងដ៏ល្បីឈ្មោះប៉ុន្តែគ្មាននរណាម្នាក់ស្គាល់គាត់ទេថាតើប្តីរបស់អ្នកស្រីពិតជាតារាសម្ដែងមែនទេហាន់ណាក៏បាននិយាយឆ្លើយតបទៅកាន់ប៉ូលីសវិញថាប្តីរបស់ខ្លួនពិតជាតារាសម្ដែងមែនធ្វើឲ្យប៉ូលីសម្នាក់នឹងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះតែគាត់ចូលចិត្តមើលរឿងច្រើនណាស់ដែរប៉ុន្តែមិនដែលបានឃើញផាកការសម្ដែងឡើយតើគាត់សម្ដែងជាតួអ្វីដែរហាន់ណាពិបាកឆ្លើយប្រាប់ប៉ូលីសខ្លាំងមែនទែនពីព្រោះតែប្តីរបស់ខ្លួនគឺជាតួរៃរងជាតួដែលមិនសូវសំខាន់នៅក្នុងសាច់រឿងទេប៉ូលីសក៏បាននិយាយប្រាប់ទៅកាន់ហាន់ណាថានៅមានរឿងមួយចំនួនទៀតខ្ញុំមិនគួរនិយាយប្រាប់អ្នកស្រីទេប៉ុន្តែប្តីរបស់អ្នកស្រីបានប្រាប់ខ្ញុំថាគាត់បានដេកជាមួយនឹងតារាស្រីជាច្រើននាក់មានរឿងអាស្រីជាច្រើនទៀតផងហាន់ណាមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលបានលើបែបនេះចំណែកផាកាំងគាត់បានអង្វរទៅកាន់ប៉ូលីសឲ្យប៉ូលីសឆែកមើលម្ដងទៀតសម្លឹងមកមើលមុខរបស់គាត់មកមើលស្គាល់ឬអត់គាត់គឺជាតារាសម្ដែងដ៏ល្បីឈ្មោះប៉ូលីសម្នាក់នោះក៏បានឆ្លើយយ៉ាងខ្លីតែម្ដងថាស្គាល់ទេផាកាំងបានត្រឹមតែស្រែកនៅក្នុងប៉ុស្តិ៍ប៉ូលីសថាមិនបានជាអ្នកគ្រប់គ្នាមិនស្គាល់ខ្ញុំបែបនេះហាន់ណាបាននិយាយសុំទោសទៅកាន់ប៉ូលីសកុំឲ្យប្រកាន់យកទោសពីប្តីរបស់ខ្លួនអីចុងក្រោយប៉ូលីសក៏បានសម្រេចឲ្យហាន់ណានាំយកប្តីរបស់ខ្លួនត្រឡប់ទៅផ្ទះវិញទៅពេលដែលពួកគេចេញមកខាងក្រៅផាកាំងបាននិយាយទៅកាន់ហាន់ណាថារឿងរ៉ាវដែលបានកើតឡើងខ្ញុំពិតជាមិនយល់មែននាងគឺជាហាន់ណាធ្លាប់ធ្វើជាសង្សារចាត់របស់ខ្ញុំមែនក៏អីហាន់ណាក៏បាននិយាយឆ្លើយតបទៅវិញថាមាត់របស់តាប៉ែឯងនឹងគឺស្អុយខ្លាំងណាស់កុំនិយាយច្រើនពេកប្រយ័ត្នខ្ញុំផ្ទះបែកមាត់ប៉ុន្តែផាកាំងនៅតែសួរនាំចង់ដឹងដដែលថាពួកយើងរៀបការហើយមែនទេហេតុអ្វីបានជារឿងរ៉ាវទាំងអស់នឹងវាខ្លាយជាបែបហ្នឹងហាន់ណាពេលនេះខឹងខ្លាំងមែនទែននាងមិនអាចទប់បានទៀតទេបាទហាន់ណាក៏បានទះកំភ្លៀងផាកាំងមួយដៃនិងបានដើរចេញពីផាកាំងទៅផាកាំងពេលនេះគេបាននឹកសម័យថាកាលពីយប់មិញខ្លួនកំពុងតែអង្គុយផឹកស្រាជាមួយនឹងសូយុនតើបន្ទាប់មកគាត់នឹងក៏បានហៅឡានតាក់ស៊ីដើម្បីជិះត្រឡប់ទៅផ្ទះខុនដូរបស់ខ្លួនវិញឡានតាក់ស៊ីមួយនឹងគឺមានដើមគ្រីស្មាស់នៅពីលើគាត់បានជិះនៅក្នុងឡានតាក់ស៊ីមួយនឹងបណ្ដើរនិយាយប្រាប់អំពីរឿងរ៉ាវដែលខ្លួនពិបាកចិត្តប្រាប់ទៅកាន់អ្នករត់តាក់ស៊ីមួយនឹងបណ្ដើរដូចនេះហើយផាកាំងក៏បានគិតថារឿងរ៉ាវរបស់ខ្លួនដែលបានខ្លាយជាបែបនេះគឺមកពីលោកអ៊ំតាក់ស៊ីម្នាក់នោះជាអ្នកធ្វើគាត់ឆ្លងពេលវេលាមកជួបរឿងរ៉ាវបែបនេះអញ្ចឹងណាបន្ទាប់មកផាកាំងក៏បានយល់ព្រមជិះឡានជាមួយនឹងហាន់ណាត្រឡប់មកផ្ទះវិញគាត់បានសួរនាំទៅកាន់ហាន់ណាថាតើពួកយើងរស់នៅក្នុងផ្ទះមួយនេះយូរប៉ុណ្ណាហើយមិនបានជាមករស់នៅជាមួយនឹងផ្ទះដ៏តូចផ្ទះមើលទៅបែបជាអ្នកក្របែបនេះទៅវិញហាណាក៏បាននិយាយតបទៅកាន់ផាកាំងថានៅឈូតដល់ណាទៀតឆាប់ចុះទៅប្រយ័ត្នខ្ញុំទ្រាំមិនបានដាក់ម្ដាយបែកមាត់ទៀតឥឡូវហើយដោយសារតែផាកាំងតប៉ែខ្លាំងពេកហាណាពេលនេះលែងចង់និយាយជាមួយនឹងប្តីខ្លួនឯងបន្តទៀតហើយបាទផាកាំងពេលនេះគេបានធ្វើកាយវិការស្រែកប្រៀបដូចជាមនុស្សឈួតនៅក្នុងឡានតែម្នាក់ឯងស្រាប់តែគេក៏បានក្លែកឃើញកូនស្រីរបស់ខ្លួននាងក៏បាននិយាយថាប៉ាកើតអីហ្នឹងមិនបានជាម៉ាក់ខឹងខ្លាំងម្ល៉េះផាកាំងបានសួរនាំទៅកាន់ក្មេងស្រីម្នាក់នឹងវិញថាតើឯងគឺជាកូនរបស់ខ្ញុំមែនទេឯងឈ្មោះអ្វីដែរក្មេងស្រីម្នាក់នឹងក៏បានឆ្លើយថាខ្ញុំគឺជាកូនបង្កើតរបស់ប៉ាខ្ញុំឈ្មោះថារ៉ូហ៊ីផាកាំងក៏បានសួរនាំបន្តទៀតហើយចោះអាក្មេងក្បាលល្អិតម្នាក់នោះឈ្មោះអ្វីដែររ៉ូហ៊ីក៏បាននិយាយប្រាប់ទៅថាប្អូនប្រុសរបស់នាងមានឈ្មោះថារ៉ូហាពួកគេនឹងពីរនាក់គឺជាកូនភ្លោះជាមួយគ្នារ៉ូហ៊ីឆ្ងល់ខ្លាំងមែនទែនថាតើប៉ាឯងកើតអីគេមិនបានជាស៊ូសំនូបែបនេះមកកាន់កូនទៅវិញប្រហែលជាមកពីប៉ាឯងផឹកច្រើនពេកធ្វើឲ្យស្វិតខូភ្លើអស់ហើយមែនផាកាំងគេបានចុះចេញពីឡានដោយបាននិយាយប្រាប់ទៅកាន់រ៉ូហ៊ីថាពេលនេះប៉ាបានបាត់បង់ការចងចាំទៅហើយអ្នកគ្រប់គ្នាមិនបានដឹងរឿងមួយនេះទេសូម្បីតែម៉ាក់ឯងក៏ដោយផាកាំងចង់រក្សារឿងមួយនេះជាការសម្ងាត់ជាមួយនឹងកូនស្រីដឹងតែពីរអ្នកប៉ុណ្ណោះមិនត្រូវនិយាយប្រាប់អ្នកណាម្នាក់ឲ្យបានដឹងឡើយត្រូវតែជួយលាក់គ្នារហូតទាល់តែប៉ាមានការចងចាំឡើងវិញរ៉ូហ៊ីក៏បាននិយាយយល់ព្រមជាមួយនឹងប៉ារបស់ខ្លួនទៅបន្ទាប់មកទៀតនៅពេលដែលផាកាំងដើរចូលមកខាងក្នុងផ្ទះស្រាប់តែកូនប្រុសដែលមានឈ្មោះថារ៉ូហាបានចូលមកអោបជើងរបស់ផាកាំងហាណានាងបានរៀបចំខ្លួនប្រាណដើម្បីចេញទៅធ្វើការដោយបាននិយាយ5ផ្ញើប្រាប់ទៅកាន់ប្តីរបស់ខ្លួនជួយមើលថែរក្សាកូនរបស់ពួកគេឲ្យបានល្អហើយរឿងផឹកស៊ីរាប់អានពួកម៉ាក់មួយចំនួនគួរតែកាត់បន្ថយខ្លះទៅប្រយ័ត្នធ្លាក់ខ្លួនឈឺគ្មាននរណាមកមើលបន្ទាប់ពីហាណានិយាយ5ផ្ញើប្រាប់ទៅកាន់ប្តីរបស់ខ្លួនរួចហើយហាណាបានទៅអោបកូនរបស់ខ្លួនទាំងពីរនាក់និយាយលាពួកគេចេញទៅធ្វើការងារទៅផាកាំងបានសួរនាំទៅកាន់ប្រពន្ធរបស់ខ្លួនថាតើពេលណាត្រឡប់មកវិញហាណាបាននិយាយឆ្លើយថាមិនដឹងឡើយថ្ងៃនេះនាងត្រឡប់មកផ្ទះវិញរៀងយឺតបន្តិចពីព្រោះតែមានការសំខាន់ត្រូវទៅជួបនិយាយជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនផាកាំងបានប្រាប់ទៅកាន់ប្រពន្ធរបស់ខ្លួនបន្តទៀតថាគាត់មិនចេះមើលកូនទេប៉ុន្តែហាណាមិនខ្វល់មិនចង់និយាយជាមួយនឹងប្តីរបស់ខ្លួនទៀតទេនាងបានដើរចាក់ចេញទៅធ្វើការងារបាត់ទៅបន្ទាប់មកផាកាំងបានសួរនាំទៅកាន់កូនទាំងពីរនាក់នឹងថាតើម៉ាក់របស់ឯងគឺជាមនុស្សបែបណាកូនទាំងពីរនាក់នឹងក៏បាននិយាយប្រាប់ទៅកាន់ផាកាំងវិញថាម៉ាក់គឺជាមនុស្សគួរឲ្យខ្លាចខ្លាំងណាស់ប៉ាធ្លាប់និយាយថាម៉ាក់គួរឲ្យខ្លាចជាងខ្មោចទៀតដោយសារតែផាកាំងមិនចេះមើលកូននៅក្នុងផ្ទះដូចនេះហើយផាកាំងក៏បាននាំកូនរបស់ខ្លួនទាំងពីរនាក់នឹងមកលេងនៅកន្លែង playground កន្លែងសួនកម្សាន្តសម្រាប់កុមារផាកាំងគេបានព្យាយាមខលតាក់ទងទូរស័ព្ទទៅកាន់ក្រុមហ៊ុនឡានតាក់ស៊ីដើម្បីឲ្យក្រុមហ៊ុនស្វែងរកឡានតែគាត់បាន
ជីកកាលពីអាយុថ្ងៃមុនណោះប៉ុន្តែគាត់និយាយស្ដាប់គ្នាមិនបានជាមួយនឹងក្រុមហ៊ុននោះទេដោយសារតែទីតាំងកន្លែងមួយហ្នឹងមានសម្លេងរំខានញ៉ៃខ្លាំងមែនទែនផាក់កាងចង់ទុកឲ្យកូនទាំងពីរនាក់នៅលេងនៅកន្លែងមួយហ្នឹងដោយខ្លួនឯងគាត់បាននិយាយប្រាប់ទៅកាន់កូនថាពេលនេះប៉ាមានរឿងសំខាន់ត្រូវចេញទៅខាងក្រៅបន្តិចទៀតគាត់នឹងត្រឡប់មកវិញហើយប៉ុន្តែកូនទាំងពីរនាក់ហ្នឹងមិនព្រមទេពីព្រោះពួកគេគិតថាប៉ារបស់ខ្លួនច្បាស់ជាលួចទៅផឹកស្រាជាមួយមិត្តភក្តិជាមិនខានចាំមើលពួកគេនឹងខលទូរស័ព្ទរាយការណ៍ទូពិតប្រាប់ទៅកាន់ម៉ាក់អញ្ចឹងណាដោយគ្មានជំរឿផាក់កាងក៏បាននាំយកក្មេងៗទាំងពីរនាក់ហ្នឹងទៅជាមួយខ្លួនផងដែរតាមក៏ពិតទៅគាត់បានមកដល់ទីតាំងកន្លែងសម្រាប់ចតឡានរបស់ក្រុមហ៊ុនរថតាក់ស៊ីបរិះដែលជាអ្នកយាមនៅទីតាំងកន្លែងមួយហ្នឹងបាននិយាយប្រាប់ទៅកាន់ផាក់កាងថាឡានសម្រាប់រថតាក់ស៊ីមានច្រើនម៉ូតច្រើនម៉ាកខ្លាំងមែនទែនវាសុទ្ធតែស្រដៀងគ្នាទាំងអស់លុះត្រាតែផាក់កាងចាំច្បាស់ទើបគាត់អាចស្រួលស្វែងរកឲ្យផាក់កាងក៏បាននិយាយឆ្លើយតបថាឡានតាក់ស៊ីមួយហ្នឹងមានដើមគ្រីស្មាស់នៅពីលើវាមានពណ៌បៃតងលាយជាមួយនឹងពណ៌ក្រហមបន្ទាប់ពីស្ដាប់ឮផាក់កាងនិយាយបែបនេះបរិះម្នាក់ហ្នឹងក៏បាននិយាយឆ្លើយតបទៅវិញថាឡានរថតាក់ស៊ីក្រុមហ៊ុនរបស់គាត់មិនដែលមានឡានប្រភេទអញ្ចឹងនោះទេភ្លាមនោះស្រាប់តែកូនក្មេងទាំងពីរនាក់ហ្នឹងបាននិយាយប្រាប់ទៅកាន់ផាក់កាងថាឡានប្រភេទអញ្ចឹងកូនក៏ធ្លាប់ឃើញដែរផាក់កាងក៏បានសួរទៅកាន់ក្មេងៗទាំងពីរនាក់ហ្នឹងថាតើពួកឯងធ្លាប់ឃើញវានៅកន្លែងណាក្មេងៗទាំងពីរនាក់ហ្នឹងក៏បាននិយាយថាឃើញនៅក្នុងសភៅរបស់កូនផាក់កាងពេលនេះបានត្រឹមតែហូរចិត្តគាត់ក៏បាននាំកូនទាំងពីរនាក់ហ្នឹងត្រឡប់ទៅផ្ទះវិញទៅឈុតបន្តមកទៀតផាក់កាងបានមកជួបជាមួយនឹងលោកគ្រូពេទ្យម្នាក់ហ្នឹងមិនបានស្គាល់ផាក់កាងទេទោះបីជាផាក់កាងបានជាយាមបញ្យល់ថាលោកក៏ជាមជ្ឈបណ្ឌិតផ្ទាល់ខ្លួនរបស់ខ្ញុំពួកយើងទើបនឹងជួបគ្នាទេលោកគ្រូពេទ្យឯងទើបនឹងសុំហត្ថលេខាពីខ្ញុំប៉ុណ្ណឹងហើយនៅតែមិនចាំខ្ញុំទៀតឥឡូវនេះលោកគ្រូសាក់មើលមកខ្ញុំម្ដងទៀតមើលខ្ញុំគឺជាផាក់កាងគឺជាតារាល្បីលោកគ្រូពេទ្យក៏បានឆ្លើយថាបាទលោកផាក់កាងបន្ទាប់ពីបានឮលោកគ្រូពេទ្យឆ្លើយបែបនេះផាក់កាងមានអារម្មណ៍ថារំភើបសប្បាយចិត្តខ្លាំងមែនទែនទីបំផុតមានអ្នកស្គាល់ខ្ញុំហើយផាក់កាងបាននិយាយអរគុណទៅកាន់លោកគ្រូពេទ្យពីព្រោះគាត់គិតថាខ្លួនឯងស្មានតែឆ្កូនអញ្ចឹងណាផាក់កាងបានសួរទៅកាន់លោកគ្រូពេទ្យថាតើពេលនេះគាត់គួរតែធ្វើបែបណាបន្តទៀតលោកគ្រូពេទ្យក៏បានឆ្លើយយ៉ាងខ្លីថាគឺត្រូវទៅពេទ្យឆ្កូតផាក់កាងពេលនេះឡើងគៀងតែម្ដងបាននៅពេលដែលបានលើចម្លើយរបស់លោកគ្រូពេទ្យនិយាយបែបនេះនៅពេលដែលពួកគេត្រឡប់មកផ្ទះវិញផាក់កាងបានរៀបចំចម្អិនអាហារដើម្បីឲ្យក្មេងទាំងពីរនាក់នឹងញ៉ាំបណ្ដើរនិងបានសួរនាំទៅកាន់ពួកគេថាតើសប្តាហ៍ថ្ងៃនេះប៉ាធ្វើការងារអីដែររ៉ូហ៊ីដែលជាកូនស្រីបាននិយាយប្រាប់ទៅកាន់ប៉ាវិញថាការងាររបស់ប៉ាគឺជាតារាសម្ដែងផាក់កាងក៏បាននិយាយប្រាប់ទៅកាន់កូនវិញថាការងាររបស់ប៉ាគឺជាតារាសម្ដែងហើយចោះប៉ាអត់ល្បីទេមែនរ៉ូហ៊ីបាននិយាយលើកទឹកចិត្តទៅកាន់ប៉ារបស់ខ្លួនថាប៉ាកុំគិតច្រើនពេកសម្ដែងយូរទៅគង់តែល្បីទេចំណែករ៉ូហាបាននិយាយឌឺដងដាក់ទៅកាន់ប៉ារបស់ខ្លួនថាកុំពិបាកចិត្តច្រើនពេកអីប៉ាកូនសង្ឃឹមថាប៉ានឹងល្បីនៅខានពិចាន់ផាក់កាងបានចាប់ឈ្នីទពលរបស់រ៉ូហានិងបាននិយាយថាកុំនិយាយសម្ដីឆ្លើយពេកអាចច្រមុះស្របពេលនោះផងដែរពួកគេនឹងក៏បានបើកទូរទស្សន៍មើលទូសម្ដែងរបស់ផាក់កាងជាទូរៃរងសម្ដែងធ្វើជាទូខ្មោចមុខមាត់របស់ផាក់កាងអាក្រក់ខ្លាំងមែនទែនបន្ទាប់ពីមើលឃើញខ្លួនឯងនៅក្នុងខ្សែភាពយន្តសម្ដែងធ្វើជាទូបែបនេះផាក់កាងឡើងគៀងយោបល់និយាយអីមិនចាញ់ទេបាទចំណែកកូនរបស់គាត់ទាំងពីរនាក់ហ្នឹងក៏បានទោះចូលទៅអោបផាក់កាងនិងបាននិយាយថាដល់ឈុតខ្មោចហើយគួរឲ្យខ្លាចខ្លាំងណាស់ប៉ុន្តែផាក់កាងបានរុញកូនរបស់គាត់ចេញវិញមិនឲ្យអោបគាត់ទេបាទនោះនៅពេលវេលាយប់ឡើងហាណាបានសួរនាំទៅកាន់ប្តីរបស់ខ្លួនថាតើបើសិនជាបងអាចសម្រួលអារម្មណ៍បានហើយឆាប់និយាយប្រាប់អូនមកថាតើវាកំពុងតែមានរឿងរ៉ាវអ្វីកើតឡើងឲ្យពិតប្រាកដមិនបានជាបងមួយរយៈចុងក្រោយនេះភ្លាវខ្លាំងវល់បែបនេះផាក់កាងក៏បាននិយាយឆ្លើយតបទៅកាន់ប្រពន្ធវិញថាចុះបើខ្ញុំប្រាប់ថាខ្ញុំជាមនុស្សឆ្លងភពមកពីភពផ្សេងជឿខ្ញុំដែរឬទេហាណាក៏បាននិយាយឆ្លើយតបថាចុំអត្តបិចង់ប្រេងខ្ញុំមែននៅពេលនេះផាក់កាងបាននិយាយរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់ប្រពន្ធថាតាមពិតទៅគាត់គឺជាតារាល្បីម្នាក់រស់នៅខុនដូតែម្នាក់ឯងមានឡានទំនើបមានលុយចាយមានអ្វីៗគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែនៅយប់មួយស្រាប់តែគាត់បានជួបជាមួយនឹងអ៊ំប្រុសម្នាក់នឹងបានឲ្យកាដូពិសេសសម្រាប់ថ្ងៃបុណ្យគ្រីស្មាសកាដូមួយនឹងគឺជាប្រពន្ធហើយនឹងកូនថ្ងៃបន្តមកទៀតនៅពេលដែលគាត់ភ្ញាក់ពីដេកវិញជីវិតរបស់គាត់ក៏បានប្រែក្លាយជាបែបនេះតែម្ដងបន្ទាប់ពីបានស្រាប់ឮប្តីនិយាយបែបនេះហាណាក៏បាននិយាយឆ្លើយតបទៅកាន់ប្តីវិញថាបងឯងប្រហែលជាមិនទាន់ស្វាងស្រានៅឡើយទេគិតថាពេលនេះបងកំពុងតែថត់កុនមែនផាក់កាងនៅតែបន្តនិយាយបញ្ជាក់ប្រាប់ទៅកាន់ប្រពន្ធថាគ្រប់យ៉ាងគាត់និយាយពិតគាត់និយាយស៊ីនណាហាណាក៏បាននិយាយប្រាប់ថាចុះបើសិនជាបែបនេះមែនថាតើបងមិនសុខចិត្តពីព្រោះតែបងបានជ្រើសរើសយកអូនហើយនឹងកូនមែនទេសំណួរមួយនេះផាក់កាងមិនបានឆ្លើយតបទេបាទឈុតបន្តមកទៀតពួកគេទាំងពីរនាក់ក៏បានចូលទៅដេកជាមួយគ្នាហាណាចម្លែកខ្លាំងមែនតើពីព្រោះតែប្តីរបស់ខ្លួនបានដុសធ្មេញសម្អាតខ្លួនបាញ់ទឹកអប់ខុសប្លែកពីសពមួយដងសំបីតែដុសធ្មេញមិនចង់ដុសផងបន្ទាប់មកហាណាបានលើកភួយមើលស្រាប់តែនាងមានការភ្ញាក់ផ្អើលខ្លាំងមែនតើនឹងបានសួរនាំទៅកាន់ប្តីថាតើហេតុអ្វីបានជាបងដេកស្រាតបែបនេះផាក់កាងបានឆ្លើយយ៉ាងខ្លីថាកុំឲ្យ stress ហាណាពេលនេះក៏មិនបានសួរនាំអីច្រើនទៀតដែរបាទពួកគេទាំងពីរនាក់ក៏បាននាំគ្នាចូលដេកទៅហាណាគាត់តែដាក់ខ្លួនភ្លាមដេកលុកភ្លឹងតែម្ដងផាក់កាងបានសម្លឹងមើលមុខរបស់ហាណានិងបានគិតនៅក្នុងចិត្តគូតែធ្វើបែបណាបន្តទៀតលុះនៅពេលវេលាព្រឹកឡើងយើងឃើញថាហាណាពិតជាដេកប្រាស់ខ្លាំងមែនទែនបាទចំណែកកូនរបស់ពួកគេទាំងពីរនាក់ក៏បានចូលមកដេកជាមួយផងដែរធ្វើឲ្យផាក់កាងពិបាកដេកខ្លាំងមែនទែនដោយសារតែកាយវិការរបស់ពួកគេម្នាក់លើកដៃលើកជើងអញ៉េអញ៉ៃបន្តមកទៀតហាណាបានរៀបចំខ្លួនប្រាណចេញទៅធ្វើ
ធ្វើការនៅខាងក្រៅដោយទុកឲ្យផាកកាំងនៅផ្ទះមើលថែសារកូនៗរបស់ពួកគេយើងឃើញថាក្មេងៗទាំងពីរនាក់ហ្នឹងគឺពិតជាល្ពើខ្លាំងមែនទែនពួកគេបានលេងសើចកោទៅកាន់ឪពុករបស់ខ្លួនមិនឲ្យមានពេលទំនេរទេពេលយប់ឡើងទើបហាណាចេញពីកន្លែងធ្វើការងារត្រឡប់មកផ្ទះវិញផាកកាំងគាត់នៅផ្ទះលេងជាមួយនឹងកូនពិតជាហត់ខ្លាំងមែនទែនស្ទើរតែញ៉ាំបាយមិនចូលទៅហើយបន្ទាប់មកគណៈពេលដែលផាកកាំងកំពុងតែលាងសម្អាតចានហាណាក៏បានសួរនាំទៅកាន់ប្តីរបស់ខ្លួនតាក់ទងជាមួយនឹង script រឿងរបស់ផាកកាំងដែលត្រូវថតសាច់រឿងកុននៅថ្ងៃស្អែកនេះហាណាបាននិយាយលើកទឹកចិត្តទៅកាន់ប្តីរបស់ខ្លួនឲ្យខិតខំប្រឹងប្រែងស៊ូបន្តទៀតអ្វីគ្រប់យ៉ាងចាប់ផ្ដើមពីតូចទៅធំកុំឲ្យប្តីរបស់នាងបាក់ទឹកចិត្តអីលុះពេលវេលាថ្ងៃស្អែកឡើងយើងឃើញថាផាកកាំងចាប់ផ្ដើមការងាររបស់គាត់ជាអ្នកថតកុនសម្ដែងរឿងទូតរបស់គាត់គឺជាអ្នកទោសជាប់នៅក្នុងគុកផាកកាំងពិតជាសម្ដែងបានល្អខ្លាំងមែនទែនអ្នកដឹកនាំរឿងសម្រាប់ថាយកឈុតមួយនឹងហើយប៉ុន្តែផាកកាំងមិនអស់ចិត្តទេគេបាននិយាយសុំអ្នកដឹកនាំរឿងសុំថតម្ដងទៀតអំបញ្ញមិញខ្លួនសម្ដែងមិនទាន់អស់សមត្ថភាពនៅឡើយទេប៉ុន្តែអ្នកដឹកនាំរឿងបាននិយាយប្រាប់ទៅកាន់ផាកកាំងវិញថាទូរបស់ផាកកាំងវាមិនសំខាន់ទេថតសម្ដែងបានប៉ុណ្្នឹងវាល្អណាស់ទៅហើយក្រុមការងារក៏បានដេញផាកកាំងចេញទៅដើម្បីត្រៀមខ្លួនក្នុងការថតឈុតថ្មីបន្តទៀតបន្ទាប់មកខ្សែភាពយន្តមួយនឹងក៏បានចាក់បញ្ចាំងតាមទូរទស្សន៍ប្រពន្ធកូនរបស់ផាកកាំងនៅពេលដែលបានឃើញសមត្ថភាពរបស់ផាកកាំងសម្ដែងនៅក្នុងខ្សែភាពយន្តមួយនឹងរួចហើយពួកគេបាននិយាយសរសើរថាផាកកាំងពិតជាលយខ្លាំងមែនទែនសម្ដែងចូលទូឡើងដូចមែនទែនផាកកាំងបាននិយាយប្រាប់ទៅកាន់គ្រួសាររបស់ខ្លួនថាគ្មានលយស្អីផងហើយផាកកាំងពេលនេះគាត់នៅតែអន់ចិត្តនៅឡើយទេបាទគឺដោយសារតែគាត់សុំគេថតម្ដងទៀតប៉ុន្តែក្រុមការងារមិនឲ្យគាត់ថតម្ដងទៀតទេឈុតបន្តទៀតផាកកាំងបានមកជួបជាមួយនឹងនារីម្នាក់ដែលនាងបានកាត់សក់ខ្លីតុបតែងខ្លួនធ្វើជាមនុស្សប្រុសនាងមានឈ្មោះថាជីអានផាកកាំងបានសួរនាំទៅកាន់ជីអានថាតើពេលនេះសូយុននៅណាវិញគាត់បានបាត់ដំណឹងពីសូយុនឡើងឈឹងតែម្ដងចង់ខលទូរស័ព្ទតាក់ទងអីក៏មិនបានដែរជីអានបាននិយាយប្រាប់ទៅកាន់ផាកកាំងថាសូយុនពេលនេះគឺជាតារាសម្ដែងល្បីឈ្មោះប្រចាំប្រទេសរឿងកុនរបស់សូយុនទើបនឹងចេញក្តៅៗនេះទេផាកកាំងមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលដឹងថាសូយុនគឺជាតារាសម្ដែងដ៏ល្បីឈ្មោះបែបនេះដូចនេះហើយផាកកាំងក៏បានសម្រេចចិត្តទៅមើលកុនរបស់សូយុនដែលកំពុងតែចាក់បញ្ចាំងលោកសម្បត្តិសូយុនទទួលបានការគាំទ្រមាន fan ជាច្រើនបន្ទាប់មកផាកកាំងក៏បានបញ្ញាប់បញ្ញាល់មករកសូយុនមកដល់កន្លែងស្នាក់នៅខុនដូផ្ទាល់ខ្លួនរបស់សូយុនតែម្ដងនៅពេលនេះដែរផាកកាំងបានជួបជាមួយនឹងសូយុនហើយបាទសូយុនពេលនេះមានរូបរាងសង្ហារាងកាយរបស់គាត់ខ្ពស់ជាងមុនដោយសារតែគាត់ពាក់កែងជើងធ្វើជាជំនួយកូនចៅរបស់សូយុនបានខាត់ផាកកាំងមិនឲ្យប៉ះពាល់សូយុននោះទេសូយុនក៏បានទះផាកកាំងមួយដៃនិងបាននិយាយសរសើរថាឯងនៅតែសង្ហាដដែលបន្ទាប់មកពួកគេទាំងពីរនាក់ក៏បាននាំគ្នាទៅញ៉ាំអីនៅខាងក្រៅជាមួយគ្នាទៅបាទផាកកាំងបាននិយាយដាក់ទៅកាន់សូយុនថាពិភពលោករបស់យើងពេលនេះក្លាប់ចាក់ហើយឯងពិតជាសង្ហាខ្លាំងណាស់សូយុនក៏បាននិយាយឆ្លើយតបប្រាប់ទៅកាន់ផាកកាំងវិញថាគ្នាពេលនេះធ្វើជាតារាហើយមិនឲ្យស្អាតមិនកើតគឺគាត់មានលុយធ្វើភ្នែកធ្វើច្រមុះហើយនឹងមាត់បន្តិចបន្តួចប៉ុណ្ណោះឲ្យមើលទៅវាមានលក្ខណៈដូចជាធម្មជាតិមានរូបរាងសង្ហាផាកកាំងពិតជាកោតសរសើរអំពីជីវិតដ៏ជោគជ័យរបស់សូយុនខ្លាំងមែនទែនសូយុនក៏បាននិយាយប្រាប់ទៅកាន់ផាកកាំងវិញថាគាត់មានថ្ងៃនេះក៏ដោយសារតែផាកកាំងផងដែរគឺនៅថ្ងៃដែលពួកគេត្រូវទៅប្រឡងនៅវគ្គផ្ដាច់ព្រាត់ជាមួយគ្នានៅថ្ងៃនោះផាកកាំងបានបោះបង់ចោលការប្រកួតដើម្បីទៅពលានយន្តហោះខ្វាត់ហាណាមិនឲ្យនាងចេញទៅរៀននៅក្រៅប្រទេសទេនៅពេលដែលផាកកាំងមិននៅបែបនេះសូយុនមានអារម្មណ៍ថាភ័យខ្លាំងណាស់ប៉ុន្តែគាត់បានតាំងអារម្មណ៍តាំងចិត្តបន្តការប្រកួតរហូតដល់ជាប់ទទួលបានជោគជ័យដល់សប្តាហ៍ថ្ងៃនេះផាកកាំងបានសួរនាំទៅកាន់សូយុនថាតើប្រពន្ធកូនរបស់ឯងសុខសប្បាយដែរឬទេសូយុនបាននិយាយឆ្លើយតបទៅកាន់ផាកកាំងវិញថាគាត់នៅ single មិនមានប្រពន្ធកូនឡើយចំណែកអ្នកផ្សេងទៀតដែលនៅក្នុងបន្ទប់មួយហ្នឹងពួកគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែននិងបានចាប់ផ្ដើមគិតអាក្រក់ទៅលើសូយុនគឺជាមនុស្សអាត្មានិយមមិនព្រមទទួលស្គាល់ប្រពន្ធកូនខ្លួនឯងដូចនេះហើយដើម្បីកុំឲ្យខ្មាស់គេបន្តទៅទៀតសូយុនក៏បានប្រាប់ឲ្យផាកកាំងឈប់ផឹកស្រាទៀតទៅពីព្រោះតែផាកកាំងពេលនេះស្វឹងហើយឈុតបន្តមកទៀតផាកកាំងបានមកកាន់ទីតាំងកន្លែងធ្វើការងារប្រពន្ធរបស់ខ្លួនហាណានាងគឺជាជាងគំនូពួកគេទាំងពីរនាក់ក៏បានដើរដឹកដៃគ្នាត្រឡប់មកផ្ទះវិញផាកកាំងបានសួរនាំទៅកាន់ប្រពន្ធរបស់ខ្លួនអំពីរឿងអតីតកាលរបស់ពួកគេថាតើអូនស្ដាយក្រោយដែរឬទេដែលបោះបង់ឱកាសទៅរៀនបន្តនៅបរទេសហាណាបាននិយាយឆ្លើយតបទៅកាន់ប្តីរបស់ខ្លួនវិញថាបើសិនជាអូនមិនជ្រើសរើសយកបងទេពេលនេះអូនប្រកាសជាបញ្ចប់ការសិក្សានៅយូយ៉កបាត់ទៅហើយប៉ុន្តែគ្រប់យ៉ាងអូនមិនស្ដាយក្រោយទេពីព្រោះតែពេលនេះអូនមានបងហើយអូនមានកូនប្រុសរបស់ពួកយើងទាំងពីរនាក់អូនពិតជាពេញចិត្តនៅអ្វីដែលអូនមាននៅពេលនេះខ្លាំងណាស់ផាកកាំងក៏បាននិយាយសរសើរទៅកាន់ប្រពន្ធរបស់ខ្លួនថាអូនពិតជាស្អាតខ្លាំងណាស់ក្នុងចិត្តបងមិនដែលបំភ្លេចអូនទេហាណាចាប់ផ្ដើមអៀនឲ្យបាទពីព្រោះតែប្តីរបស់ខ្លួនពេលនេះចាប់ផ្ដើមនិយាយប្លែកៗទៀតហើយភ្លាមនោះស្រាប់តែផាកកាំងបានថើបស៊ីអារម្មណ៍ជាមួយនឹងប្រពន្ធរបស់ខ្លួនមិនចាំយូរឡើយពួកគេទាំងពីរនាក់ក៏បានបញ្ញាប់ញ៉ាត្រឡប់មកផ្ទះវិញនិងបាននាំគ្នាឡើងទៅខាងលើគ្រែស៊ីអារម្មណ៍វាយឡើងតែ
តែម្ដងគ្លៀមនោះស្រាប់តែរោហាបានដើរចូលមកសួរនាំទៅកាន់ឪពុកម្ដាយរបស់ពួកគេទាំងពីរនាក់ថាតើម៉ាក់ប៉ាចង់ផលិតឲ្យអូនមែនផាកាំងក៏បានធ្វើពុតជាដេកលូកហាណាបាននិយាយឆ្លើយតបទៅកាន់កូនរបស់ខ្លួនថាអត់ទេកូនម៉ាក់មិនបានធ្វើអីទេប៉ាកូនដេកល្មើម៉ាក់ជួយដោះគាត់ឲ្យភ្ញាក់ទេតើនាងបានសួរនាំទៅកាន់កូនវិញថាតើកូនមានរឿងអីមែនមិនបានជាចូលមកខាងក្នុងបន្ទប់របស់ប៉ាម៉ាក់ទាំងយប់បែបនេះរោហាបាននិយាយប្រាប់ទៅកាន់ម្ដាយវិញថាកូនដេកយល់សប្តិឃើញខ្មោចគេបានស្ទុះឡើងទៅលើគ្រែអោបម្ដាយរបស់ខ្លួនទៅរោហាបានសួរបញ្ជាក់ម្ដងទៀតថាតើប៉ាម៉ាក់មិនបានផលិតអូនមែនណោះហាណាបាននិយាយឆ្លើយតបទៅកាន់កូនវិញថាអត់ទេកូនអត់ទេកុំស៊ូសំណួរអីរំធត់បែបនេះហើយថ្ងៃបន្ទាប់ទៀតយើងឃើញថាផាកាំងជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនគឺជីអានបានរួមគ្នាសម្ដែងសូជាសាច់រឿងហើយអ្នកដែលចង់មើលការសម្ដែងសូត្ររបស់ពួកគេត្រូវទិញសម្បុរអ្នកទស្សនាបាននាំគ្នាល្អូថាការសម្ដែងសូត្ររបស់ពួកគេទាំងពីរនាក់មិនល្អមើលទេសូយុនក៏បានចូលរួមលើកទឹកចិត្តទៅកាន់ពួកគេទាំងពីរនាក់ផងដែរប៉ុន្តែសូយុនជាមួយនឹងកូនចៅរបស់គាត់បានបិទភ្នែកដេកលក់អញ្ចឹងណាដល់ឃើញបែបនេះផាកាំងបានព្យាយាមស្រែកឲ្យខ្លាំងដើម្បីឲ្យទស្សនិកជនរបស់ខ្លួនភ្ញាក់ពីដេកវិញនៅពេលដែលការសម្ដែងសូត្ររបស់ពួកគេត្រូវបានបញ្ចប់ផាកាំងជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនប្រមាណអ្នកផ្សេងទៀតបាននាំគ្នាចូលទៅញ៉ាំអាហារនៅហាងមួយកន្លែងតាមកាពិតទៅសូយុនគេមានចិត្តលួចស្រឡាញ់លួចក្រាស់ទៅលើជីអានជាយូរណាស់មកហើយបាទប៉ុន្តែគេមិនទាន់ហ៊ាននិយាយសារភាពនៅឡើយទេបានត្រឹមតែលាក់អារម្មណ៍ទុកនៅក្នុងចិត្តប៉ុណ្ណោះជាពិសេសក៏មានហ្វេនមកសុំហត្ថលេខាពីសូយុនដែលកំពុងតែអង្គុយញ៉ាំអីនៅក្នុងហាងមួយនឹងផងដែរសម្រាប់ការញ៉ាំអាហារមួយពេលនេះសូយុនគឺជាអ្នកចេញលុយទាំងអស់ចង់ហៅសាច់ចង់ហៅភេរជ្ជៈក៏មកបានតាមចិត្តហើយមុននឹងសូយុនត្រឡប់ទៅវិញសូយុនបាននិយាយប្រាប់ទៅកាន់ជីអានថាបើសិនជានាងទុកសក់វែងនាងប្រកាសជាស្អាតជាងនេះទៅទៀតសូយុនក៏បាននិយាយលាអ្នកគ្រប់គ្នាត្រឡប់ទៅវិញទៅបាទបន្តមកទៀតនៅពេលដែលផាកាំងត្រឡប់មកផ្ទះវិញហាណាក៏បាននាំមិត្តភ័ក្តិរបស់ខ្លួនមកលេងផ្ទះជួបលេងផឹកស្រាជាមួយគ្នាបន្ទាប់ពីពួកគេផឹកស្រាជជែកគ្នាលេងហាក់ដូចជារៀងស្វឹងទៅហើយផាកាំងក៏បានច្រៀងខារ៉ាអូខេជាមួយនឹងប្រពន្ធរបស់ខ្លួនមិត្តភ័ក្តិរបស់ពួកគេនឹងក៏បាននាំគ្នារួមលេងកម្សាន្តមើលទៅសប្បាយខ្លាំងមែនទែនរហូតដល់ថ្ងៃស្អែកឡើងពួកគេទាំងពីរនាក់ដេកឡើងថ្ងៃចាំងគូតតែម្ដងភ្លាមនោះស្រាប់តែម្ដាយរបស់ផាកាំងក៏បានមកលេងផ្ទះរបស់ពួកគេទាំងពីរនាក់គាត់បាននិយាយស្ដីថាឲ្យទៅកាន់ពួកគេទាំងពីរនាក់ខ្លាំងមែនទែនថាពួកគេទាំងពីរនាក់គិតតែនាំគ្នាដេកទៅមិនចាំបាច់ក្រោកឡើងធ្វើម្ហូបអាហារឲ្យចៅៗរបស់គាត់ញ៉ាំទេហើយផាកាំងក៏បានភ្ញាក់ពីដេកវិញផងដែរគាត់បានសួរនាំទៅកាន់អ្នកម្ដាយរបស់ខ្លួនថាតើម៉ាក់មកពីកាលម្ដាយរបស់ផាកាំងបានជេរទៅកាន់កូនប្រុសរបស់ខ្លួនថាអាកូនចង្រៃនឹងបានបង្រងយកខ្នើយវាយទៅកាន់ផាកាំងទៀតផងលោកយាយគាត់ពិតជាស្រឡាញ់ចៅៗរបស់គាត់ខ្លាំងណាស់គាត់បានយកអាហារមកបញ្ចុកឲ្យចៅៗរបស់គាត់ញ៉ាំហាណារៀបចំខ្លួនចេញទៅធ្វើការដោយទុកឲ្យប្តីនៅផ្ទះមើលថែរក្សាកូនលោកយាយក៏បានស្ដីថាឲ្យទៅកាន់ផាកាំងបន្តទៀតថាពេលណាបានជាឯងឈប់ប៉ាវឡាយធ្វើខ្លួនឲ្យត្រឹមត្រូវដូចគេដូចឯងហេតុអ្វីបានជាមិនរកការងារធ្វើក្រៅពីសម្ដែងរឿងស្អីនោះទៅហាណាក៏បាននិយាយប្រាប់ទៅកាន់ម្ដាយក្បិចរបស់ខ្លួនវិញថាផាកាំងពេលនេះគាត់កំពុងតែខិតខំប្រឹងប្រែងហើយបន្ទាប់មកហាណាក៏បានអោបលាកូនរបស់ខ្លួនចេញទៅធ្វើការទៅហើយផាកាំងបាននិយាយប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនថាពេលនេះកូនក្រកូនលំបាកកូនដឹងប៉ុន្តែនៅក្នុងចិត្តមុនរបស់កូនបានទិញកាបូបទិញឡានឲ្យម៉ាក់ច្រើនណាស់លោកយាយពេលនេះគាត់មិនយល់អំពីពាក្យសម្ដីរបស់ផាកាំងនិយាយទេបាទបន្ទាប់មកផាកាំងជាមួយនឹងម្ដាយបានដើរចេញមកខាងក្រៅជាមួយគ្នាផាកាំងបាននិយាយប្រាប់ទៅកាន់ម្ដាយថាពេលនេះកូនកំពុងតែដាក់ពាក្យចូលទៅសម្ដែងនៅក្នុងរឿងខ្សែភាពយន្តខ្នាតធំលោកយាយក៏បាននិយាយលើកទឹកចិត្តទៅកាន់កូនហើយនៅក្នុងចិត្តរបស់គាត់ក៏ឆ្ងល់ខ្លាំងណាស់ដែរថាតើហេតុអ្វីបានជាកូនរបស់គាត់មិនល្បីដូចជាសូយុនទាំងដែលការសម្ដែងរបស់ផាកាំងល្អជាងគេឆ្ងាយណាស់លោកយាយក៏បានយកលុយផ្ទាល់ខ្លួនរបស់គាត់ឲ្យទៅកាន់ផាកាំងដើម្បីឲ្យផាកាំងយកទៅប្រើការនិងទុកសម្រាប់ទិញអីឲ្យចៅរបស់គាត់ញ៉ាំហើយមុននឹងគាត់ត្រឡប់ទៅវិញលោកយាយក៏បាននិយាយផ្ដាំផ្ញើទៅកាន់ផាកាំងកុំភ្លេចទៅលេងធ្នូឪពុករបស់គេផងពីព្រោះតែថ្ងៃខួបគម្រប់នៃការស្លាប់របស់គាត់ជិតមកដល់ហើយផាកាំងក៏បាននិយាយប្រាប់ទៅកាន់ម្ដាយវិញថារយៈពេល20ឆ្នាំមកហើយកូនមិនទាន់ចាំទាំងមុខរបស់គាត់ផងលោកយាយក៏បាននិយាយប្រាប់ទៅកាន់ផាកាំងវិញថាមុខឪពុករបស់កូនឯងគឺមុខដូចជាឯងអញ្ចឹងបន្ទាប់ពីនិយាយផ្ដាំផ្ញើប្រាប់ទៅកាន់ផាកាំងរួចហើយគាត់ក៏បានឡើងឡានក្រុងជិះត្រឡប់ទៅវិញទៅបន្តមកទៀតក្រុមគ្រួសាររបស់ផាកាំងបាននាំគ្នាទៅកាន់ទីតាំងកន្លែងធ្នូឪពុករបស់ផាកាំងប៉ុន្តែផាកាំងបែរជាឈររងចាំនៅខាងក្រៅវិញដោយបានប្រាប់ឲ្យហាណានាំកូនរបស់ពួកគេទាំងពីរនាក់ចូលទៅដាក់ផ្កានៅធ្នូឪពុករបស់គាត់អញ្ចឹងណារ៉ូហ៊ីបានសួរនាំទៅកាន់ឪពុកថាតើប៉ាមិនចង់ជួបលោកតាទេមែនហាណាបាននិយាយបញ្យល់ប្រាប់ទៅកាន់កូនស្រីរបស់ពួកគេថាប៉ាកូនប្រហែលជានឹកលោកតាខ្លាំងពេកគាត់ខ្លាចនៅពេលដែលបានឃើញរូបលោកតាហើយមិនអាចធ្វើចិត្តបានយំល្ហេងល្ហាមផាកាំងក៏បាននិយាយប្រាប់ទៅកាន់ប្រពន្ធកូនរបស់ខ្លួនថានៅក្នុងជីវិតរបស់ប៉ាបានជួបលោកតាប្រហែលជា10ដងប៉ុណ្ណោះហាណាក៏បាននិយាយបញ្យល់ប្រាប់ទៅកាន់កូនរបស់ខ្លួនថាប្រហែលជាប៉ារបស់កូននឹងមានការអ៊ីនខ្មាស់ច្រើននៅពេលដែលគាត់យំគាត់ខ្លាចខ្មាស់នៅចំពោះមកកូនរ៉ូហ៊ីបាននិយាយឆ្លើយតបទៅកាន់ម្ដាយវិញថាតែប៉ាចាស់ហើយមនុស្សចាស់ចេះយំដែរមែនម៉ាក់ហាណាបានឆ្លើយតបទៅកាន់កូនស្រីវិញថាមនុស្សចាស់មិនមែនចេះតែរឹងមាំបានគ្រប់ពេលនោះទេអញ្ចឹងហើយឲ្យប៉ាកូនចាំនៅទីនេះចុះ
ពួកយើងចូលទៅតែ3នាក់បានហើយថ្ងៃបន្ទាប់មកទៀតយើងឃើញថាផាកាងបានសម្ដែងនៅមុខគណៈកម្មការដើម្បីបញ្ចេញនៅទេពកោសល្យសមត្ថភាពរបស់ខ្លួនទោះបីជាផាកាងព្យាយាមសម្ដែងបានល្អយ៉ាងណាក៏ដោយក្រុមគណៈកម្មការនៅតែមិនពេញចិត្តនៅតែមិនចាប់អារម្មណ៍ពួកគេនឹងក៏បានឆែកមើលព័ត៌មានបន្ថែមរបស់ផាកាងក៏ដឹងថាផាកាងត្រូវជាមិត្តភ័ក្តិរបស់សូយុនដូចនេះហើយបែរជាពួកគេប្រាប់ទៅកាន់ផាកាងឲ្យទៅបញ្ចុះបញ្ចូលសូយុនដើម្បីឲ្យសូយុនយល់ព្រមមកសម្ដែងនៅក្នុងផលិតកម្មរបស់ពួកគេផាកាងមានការអន់ចិត្តជាខ្លាំងឈុតបន្តទៀតយើងឃើញថាផាកាងកំពុងតែនៅក្នុងទីតាំងកន្លែងហាត់ប្រាណកន្លែងហាត់បាយបដាល់ជាមួយនឹងសូយុនបានសួរនាំទៅកាន់ផាកាងថាតើយ៉ាងម៉េចហើយការងារដែលឯងបានទៅសម្ភាសធ្វើជាតួសម្ដែងនៅក្នុងផលិតកម្មថ្មីនោះផាកាងក៏បាននិយាយប្រាប់ទៅកាន់សូយុនថាពួកគេចង់ធ្វើការតែជាមួយឯងមិនមែនគ្នាទេដើម្បីបាត់ stress កុំឲ្យគិតច្រើនពេកសូយុនក៏បានបបួលផាកាងប្រកួតវាយជាមួយគ្នាដោយបានដាក់លក្ខខណ្ឌថាបើសិនជាផាកាងអាចវាយឈ្នះខ្លួនចាំគាត់នឹងនាំផាកាងទៅនិយាយរឿងការងារជាមួយនឹងផលិតកម្មមួយនោះម្ដងទៀតដោយសារតែសូយុនបង្ខំខ្លាំងពេកចុងក្រោយផាកាងក៏បានយល់ព្រមទៅនៅពេលដែលពួកគេរៀបចំខ្លួនប្រាណរួចរាល់ហើយពួកគេទាំងពីរនាក់ក៏បានធ្វើការប្រកួតវាយគ្នាទៅបន្ទាប់ពីវាយគ្នាចប់ហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាទៅអង្គុយនៅក្នុងបន្ទប់ស្ទីមផាកាងឡើងជាប់ភ្នែកម្ខាងចំណែកសូយុនវិញរូបរាងកាយរបស់គាត់ក៏មានការឈឺចាប់ដែរប៉ុន្តែសំណាងល្អខ្លាំងមែនទែនផាកាងមិនបានវាយចំមុខរបស់សូយុននោះទេសូយុនបានសួរនាំរឿងរ៉ាវមួយចំនួនទាក់ទងជាមួយនឹងគ្រួសាររបស់ផាកាងក៏បានដឹងថាបច្ចុប្បន្ននេះគ្រួសាររបស់ផាកាងកំពុងតែមានបញ្ហាហិរញ្ញវត្ថុមិនសូវជាមានលុយកាក់នោះទេប្រពន្ធនឹងគឺខំធ្វើការមួយថ្ងៃគ្មានពេលសម្រាកឡើយស្របពេលនឹងផងដែរសូយុនបាននិយាយប្រាប់ទៅកាន់ផាកាងថានៅពេលនេះជំនួយការរបស់គាត់បានផុតកងត្រាទៅហើយគាត់កំពុងតែរកអ្នកថ្មីមកជំនួសមានមនុស្សជាច្រើនអ្នកបានដាក់ពាក្យមកក៏ប៉ុន្តែគាត់ពិបាករើសយកមនុស្សណាដែលអាចទុកចិត្តបានណាស់ដូចនេះហើយគាត់បាននិយាយប្រាប់ទៅកាន់ផាកាងឲ្យមកធ្វើការជាមួយគាត់ធ្វើជាជំនួយការរបស់គាត់ទៅប៉ុន្តែផាកាងគាត់មិនព្រមធ្វើទេបាទនឹងបាននិយាយដាក់ទៅកាន់សូយុនវិញថាទោះបីជាពេលនេះឯងល្បីខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែកាលពីជីវិតជាតិមុនឯងគឺជាកូនចៅរបស់យើងគឺជាជំនួយការរបស់យើងទេសូយុនក៏បានដើរតាមផាកាងចេញមកខាងក្រៅគាត់ពិតជាចង់បានផាកាងធ្វើការជាមួយខ្លួនខ្លាំងណាស់ផាកាងនៅតែឆ្លើយបដិសេធដដែលថាគាត់មិនត្រូវការធ្វើការងារជាមួយនឹងសូយុនទេសូយុនក៏បានអោបផាកាងពីខាងក្រោយដោយបាននិយាយថាគាត់មិនអាចយកអ្នកផ្សេងក្រៅពីផាកាងបានទេចំណែកអ្នកផ្សេងទៀតបានសម្លឹងទៅមើលសកម្មភាពរបស់ពួកគេទាំងពីរនាក់គ្រប់គ្នាតែម្ដងពីព្រោះពួកគេគិតថាផាកាងជាមួយនឹងសូយុនជាមនុស្សស្រឡាញ់គ្នាជាមនុស្សស្រឡាញ់ភេទដូចគ្នាអញ្ចឹងណាស្របពេលនោះស្រាប់តែផាកាងបានរបូតកសែងចេញមកមនុស្សប្រុសដែលនៅកន្លែងហ្នឹងសម្លឹងមើលទៅកាន់អ្នកក្រីរបស់ផាកាងបណ្ដាក់ភ្នែកទីបាទដើម្បីកុំឲ្យខ្មាស់គេកាន់តែខ្លាំងឡើងសូយុនជាមួយនឹងផាកាងក៏បាននាំគ្នាដើរចូលទៅខាងក្នុងវិញទៅនៅថ្ងៃបន្ទាប់មកទៀតផាកាងបាននាំកូនរបស់ខ្លួនទាំងពីរនាក់ហ្នឹងមកលេងនៅខាងក្រៅភ្លាមនោះស្រាប់តែរ៉ូហាបានធ្លាក់ពីខាងលើឧបករណ៍របស់គេលេងរ៉ូហាបានរងរបួសឈឺចាប់យំខ្លាំងមែនទែនមិនចាំយូរឡើយផាកាងនិងកូនស្រីរបស់ខ្លួនក៏បានប្រញាប់ប្រញាល់នាំយករ៉ូហាមកកាន់មន្ទីរពេទ្យចំណែកហាណាក៏បានប្រញាប់ប្រញាល់ចេញពីកន្លែងធ្វើការងាររបស់ខ្លួនមកមើលកូននៅក្នុងមន្ទីរពេទ្យផងដែរវាពិតជាសំណាងល្អខ្លាំងមែនទែនរ៉ូហាមិនបានកើតរបួសអីធ្ងន់ធ្ងរនោះទេវាគ្រាន់តែឆ្លោះដៃបន្តិចប៉ុណ្ណោះគ្រូពេទ្យបាននិយាយប្រាប់ថារយៈពេល1សប្តាហ៍រ៉ូហានឹងជាដូចដើមវិញហើយហាណាពិតជាព្រួយបារម្ភកូនខ្លាំងមែនទែនភ្លាមនោះស្រាប់តែផាកាងបានសម្លឹងឃើញផ្លាកនៅលើអាវប្រពន្ធរបស់ខ្លួនមានន័យថាសប្តាហ៍នេះហាណាធ្វើការពីកន្លែងដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសាររបស់ខ្លួនបន្ទាប់ពីបានឃើញបែបនេះផាកាងបានសួរនាំទៅកាន់ប្រពន្ធរបស់ខ្លួនហើយដើម្បីបានជាអូនមិនព្រមប្រាប់បងបែបនេះថាឯងធ្វើការពីកន្លែងអញ្ចឹងណាហាណាបាននិយាយឆ្លើយតបទៅកាន់ប្តីវិញថាអូនចង់ប្រាប់ដែរតើថ្ងៃនេះអូនបើកប្រាក់ខែហើយចាំអូនឲ្យលុយបងខ្លះទៅថតរូបផាកាងបាននិយាយប្រាប់ទៅកាន់ប្រពន្ធវិញថាបងមិនដែលសុំលុយអូនយកមកចាយឬយកមកថតរូបអីនោះទេអូនឯងគិតថាបងចោមសៀតដល់ថ្នាក់នឹងមែនបន្ទាប់ពីបានលើពាក្យសម្ដីប្តីរបស់ខ្លួននិយាយបែបនេះហាណាក៏មិនបាននិយាយតបតអ្វីទៀតដែរផាកាងក៏បានដើរចេញទៅខាងក្រៅវិញទៅបន្ទាប់មកផាកាងបានមកកាន់កន្លែងទូ ATM គាត់បានយកកាតធនាគាររបស់ខ្លួនមកដាក់ចុចឆែកមើលលុយក៏បានឃើញថាលុយនៅក្នុងធនាគាររបស់គាត់គឺមានចំនួនតិចខ្លាំងមែនទែនបាទផាកាងឆ្ងល់ខ្លួនឯងខ្លាំងមែនទែនថាតើរយៈពេល10ឆ្នាំក្រោយមកនេះគាត់បានធ្វើការងារអ្វីខ្លះមិនបានជាមិនសល់លុយបែបនេះចុងក្រោយផាកាងក៏បានសម្រេចចិត្តមករកសូយុនហើយគេក៏បានយល់ព្រមធ្វើការជាជំនួយការរបស់សូយុនទៅផាកាងខិតខំប្រឹងប្រែងធ្វើការងារខ្លាំងមែនទែនគ្រប់ទីកន្លែងគ្រប់ពេលវេលាផាកាងត្រូវតែនៅក្បែរនៅជាប់ជាមួយនឹងសូយុនរហូតសូម្បីតែសូយុននៅខាងក្រៅប្រទេសក៏ដោយឲ្យតែសូយុនត្រូវការផាកាងដាច់ខាតត្រូវតែមកជួបគាត់ជានិច្ចអបិសូយុននឹងក៏មានរឿងរ៉ាវអាស្រូវផងដែរគឺគេចូលចិត្តតាក់ទងដេកជាមួយនឹងស្រីដែលជាតារាសម្ដែងដូចគ្នាសារព័ត៌មានបានមកតាមថតបានមកតាមស៊ូឡើងញ៉ៃញ៉ៃពេញនឹងតែម្ដងហើយការធ្វើជំនួយការរបស់សូយុនត្រូវធ្វើការងារជាច្រើនយ៉ាងណាក៏ដោយប៉ុន្តែផាកាងមិនដែលរអ៊ូរទាំអីទេគេបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការធ្វើការងាររបស់ខ្លួនខ្លាំងមែនទែនដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួនបន្តមកទៀតនៅថ្ងៃមួយគណៈពេលដែលសូយុនកំពុងតែ
តែថតរឿងថ្មីស្រាប់តែមានទូម្នាក់បានឈប់មិនបានមកសម្ដែងអញ្ចឹងណាធ្វើឲ្យដំណើរការនៃការថតកុនរបស់ពួកគេមិនអាចថតកើតទេហើយអ្នកដឹកនាំរឿងក៏បានដឹងថាផាក់កាងគឺធ្លាប់មានបទពិសោធន៍សម្ដែងពីមុនមកផាក់កាងមានអារម្មណ៍ថារំភើបសប្បាយចិត្តខ្លាំងមែនទែននិងបានឆ្លើយតបទៅវិញថាគឺគាត់អាចសម្ដែងបានគ្រប់ទម្រង់ទាំងអស់ឈុតឆាកនៅក្នុងសាច់រឿងរបស់ពួកគេគឺមានឈុតឆាកសម្រាប់ជីសេះអញ្ចឹងណាផាក់កាងមានជំនាញពូកែខ្លាំងមែនទែនក្នុងការជីសេះបច្ចេកទេសក្នុងការសម្ដែងការលេងទឹកមុខរបស់ផាក់កាងធ្វើឲ្យអ្នកដឹកនាំរឿងមានការពេញចិត្តជាខ្លាំងសរសើរទៅកាន់ផាក់កាងមិនដាច់ពីមាត់ឡើយចំណែកសូយុននៅនេះវិញគឺគាត់ក៏សម្ដែងក្នុងឈុតឆាកជីសេះដែរប៉ុន្តែសេះនឹងត្រូវបានចាប់ចងដាក់នៅលើឡានជិះនៅកន្លែងដដែលទេហើយឈុតបន្តមកទៀតផាក់កាងបានសម្ដែងក្នុងឈុតកាប់ចាក់សម្លាប់គ្នាផាក់កាងពូកែសម្ដែងខ្លាំងណាស់បាទវិជាក្បាច់គុណរបស់គេគឺមើលទៅលយខ្លាំងមែនទែនហើយរឿងមួយនឹងក៏បានចាក់បញ្ចាំងផ្សាយតាមទូរទស្សន៍ផងដែរប្រពន្ធកូនរបស់ផាក់កាងបន្ទាប់ពីមើលសាច់រឿងរបស់ផាក់កាងដែលបានសម្ដែងចាក់ផ្សាយតាមទូរទស្សន៍រួចហើយហាន់ណាបាននិយាយសរសើរទៅកាន់ប្តីរបស់ខ្លួនថាបងឯងសម្ដែងនៅក្នុងរឿងមួយនេះពិតជាអស្ចារ្យខ្លាំងណាស់ទស្សនិកជនមានការចាប់អារម្មណ៍ទៅលើបងច្រើនណាស់ផាក់កាងក៏បាននិយាយឆ្លើយតបទៅកាន់ប្រពន្ធវិញថាសម្បីតែអ្នកដឹកនាំរឿងក៏និយាយសរសើរបងមិនដាច់ពីមាត់ដូចគ្នាដែរជីវិតគ្រួសាររបស់ផាក់កាងពេលនេះចាប់ផ្ដើមមានសុភមង្គលមានភាពរីករាយឡើងវិញហើយបាទចាប់តាំងពីថ្ងៃនោះមកគ្រួសាររបស់ពួកគេតែងតែធ្វើសកម្មភាពរួមគ្នាបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាមានដូចជាដេកយកទៅសក់មកបិទមុខផាក់កាងពេលនេះគេចេះចងសក់កូនស្រីរៀបចំតុបតែងស្លៀកពាក់ឲ្យកូនរបស់ខ្លួនហើយពួកគេបានអង្គុយញ៉ាំបាយបណ្ដើរមើលសាច់រឿងដែលជាការសម្ដែងរបស់ផាក់កាងបណ្ដើរមិនតែប៉ុណ្ណោះគ្រួសាររបស់ពួកគេក៏បានបែងចែកពេលវេលាចេញទៅដើរលេងនៅខាងក្រៅលក្ខណៈថាភិកនិកអញ្ចឹងណាផាក់កាងបានលេងបាល់ទាត់ជាមួយនឹងកូនរបស់ខ្លួនពោពេញទៅដោយសេចក្តីសុខនៅពេលដែលពួកគេត្រឡប់មកផ្ទះវិញផាក់កាងបានហាត់ប្រាណឲ្យកូនប្រុសកូនស្រីរបស់ខ្លួនតោងដៃរបស់គាត់ដើម្បីលើកយកសាច់ដុំបន្ទាប់មកផាក់កាងបាននាំក្រុមគ្រួសាររបស់ខ្លួនដើរចូលទៅផ្សារទំនើបđểទិញខោអាវឲ្យប្រពន្ធហាន់ណាបានផ្លាស់ប្ដូរសម្លៀកបំពាក់ជាច្រើនកាផ្លេដើរចេញមកដើម្បីឲ្យគ្រួសាររបស់ខ្លួនមើលថាតើមួយណាស័ក្តិសមមួយណាស្អាតជាងអញ្ចឹងណាបន្ទាប់ពីពួកគេទិញសម្លៀកបំពាក់ខោអាវរួចហើយផាក់កាងបាននាំប្រពន្ធនិងកូនមកញ៉ាំអាហារនៅទីតាំងកន្លែងដែលមានតម្លៃថ្លៃលក្ខណៈអភិជនរ៉ូហ៊ីបានសួរនាំទៅកាន់ប៉ារបស់ខ្លួនថាតើអាហារនៅទីនេះថ្លៃប៉ុន្មានផាក់កាងក៏បានឆ្លើយតបទៅកាន់កូនស្រីវិញថាម៉េចបានជាកូនឯងសួរបែបនេះរ៉ូហ៊ីក៏បានឆ្លើយតបម៉ាក់ប្រាប់កូនថាត្រូវនិយាយថាអាហារនៅទីនេះអត់ឆ្ងាញ់ទេដោយសារតែសាច់ស្តេកមួយចានគឺអាចទិញអាហារបានមួយខែនោះហាណាបានធ្វើមុខមាត់ដាក់ទៅកាន់កូនស្រីរបស់ខ្លួនកុំឲ្យនិយាយទូពិតប្រាប់ប៉ាច្រើនពេកផាក់កាងក៏បានសួរនាំទៅកាន់កូនវិញចុះអាហារនៅទីនេះឆ្ងាញ់ដែរឬទេកូនទាំងពីរនាក់នឹងក៏បានឆ្លើយប្រាប់ទៅកាន់ឪពុកវិញថាអាហារនៅទីនេះឆ្ងាញ់ខ្លាំងណាស់បន្ទាប់មកផាក់កាងក៏បាននិយាយប្រាប់ទៅកាន់កូនរបស់ខ្លួនបន្តទៀតថាបុណ្យណូអែលឆ្នាំនេះប៉ានឹងជួបលៀងជាមួយនឹងកូនពីព្រោះតែនេះគឺជាបុណ្យណូអែលដំបូងដែលប៉ាបានធ្វើជាមួយនឹងកូនបន្ទាប់មកផាក់កាងបានហុចទូរស័ព្ទឲ្យទៅកាន់ប្រពន្ធរបស់ខ្លួនដើម្បីមើលម៉ូដឡានដោយសារតែឡានរបស់ពួកយើងចាស់ហើយឡានថ្មីមួយនឹងសូយន្តឲ្យពួកយើងធ្វើជាកាដូពួកយើងអាចរើសបានតាមចិត្តមិនតែប៉ុណ្ណោះផាក់កាងបានកំងយកស្រាថ្លៃមកផឹកថែមទៀតបន្ទាប់ពីបានឃើញសកម្មភាពប្តីរបស់ខ្លួនចាយលុយមិនគិតគូរបែបនេះហាណាហាក់ដូចជាមិនសប្បាយចិត្តទេបាទបន្តមកទៀតផាក់កាងបាននាំក្រុមគ្រួសាររបស់ខ្លួនមកមើលទីតាំងផ្ទះថ្មីមួយកន្លែងនៅកណ្ដាលទីក្រុងតែម្ដងហាណាក៏បាននិយាយថាទីនេះមិនអន់ទេប៉ុន្តែអ្នកណាគេជាអ្នករស់នៅផាក់កាងក៏បាននិយាយប្រាប់ទៅកាន់ប្រពន្ធថាគឺសម្រាប់ពួកយើងរស់នៅនឹងហើយហាណាមិនយល់អំពីពាក្យសម្ដីប្តីរបស់ខ្លួននិយាយនោះទេផាក់កាងក៏បាននិយាយបញ្យល់ប្រាប់ទៅកាន់ប្រពន្ធបន្តទៀតថាផ្ទះនេះគឺជាផ្ទះរបស់សូយុនគេបានឲ្យពួកយើងស្នាក់នៅរហូតយើងអាចរកផ្ទះថ្មីបាននៅសេអ៊ូទីនេះមានបរិយាកាសល្អសម្រាប់កុមារមានសាលាបឋមមួយនៅជិតនឹងដែរហាណាក៏បាននិយាយឆ្លើយតបទៅកាន់ប្តីរបស់ខ្លួនវិញថាតើបងដឹងទេរ៉ូហាកើតជំងឺត្អកកាលពីមុនបងចង់រស់នៅទីនោះព្រោះបងថាកូនត្រូវរស់នៅបែបធម្មជាតិចុះពេលនេះហេតុអ្វីបានជាបងប្រូរចិត្តទៅវិញផាក់កាងបាននិយាយដោះសារថាដោយសារតែពេលនោះបងអត់មានប្រាក់ចំណូលជាក់លាក់ប៉ុន្តែពេលនេះបងមានការងារធ្វើមានលុយច្រើនហើយហាណាពេលនេះមិនសប្បាយចិត្តទេបាទនឹងបាននិយាយបន្តទៀតថាប្រហែលជាបងភ្លេចថាយើងទៅនៅផ្ទះនោះបានដោយរបៀបណាហើយមែនទេឬមួយក៏បងបានបំភ្លេចអនុស្សាវរីយ៍របស់ពួកយើងជាមួយនឹងកូននៅក្នុងផ្ទះនោះចោលអស់ហើយមែនឬមួយបងខ្លាចទៅជាតារាបងភ្លេចគ្រាកំសត់ជាមួយអូនហើយមែនពេលនេះមួយម៉ាត់ណាបងក៏និយាយពីសូយុនដែរមើលទៅគេសំខាន់សម្រាប់បងណាផាក់កាងក៏បាននិយាយឆ្លើយតបទៅកាន់ប្រពន្ធវិញថាមិនបានជាអូនឯងមានចិត្តអាត្មានិយមមែនតើអូនជាយាមយល់ពីចិត្តបងបន្តិចបានទេសពថ្ងៃនេះបងបានខិតខំដើម្បីអូននិងកូនអូនមិនដឹងទេថាបងលំបាកប៉ុណ្ណាពួកគេនឹងពីរនាក់ចាប់ដើមឆ្លូដាក់គ្នាតម្លើងសម្ដីដាក់គ្នាហើយបាទកូនរបស់ពួកគេនឹងពីរនាក់ក៏បានឈរយំនិងបាននិយាយវល់ទៅកាន់ឪពុកម្ដាយថាកុំឲ្យឆ្លោះគ្នាអីហាណាក៏បានចូលមកអោបទៅកាន់កូនទាំងពីរនាក់និងបានប្រាប់ឲ្យកូនកុំយំអីប៉ាម៉ាក់មិនបានឆ្លោះគ្នាទេបន្ទាប់មកក្រុមគ្រួសាររបស់ពួកគេក៏បានជិះឡានត្រឡប់មកកាន់ផ្ទះចាស់របស់ពួកគេវិញដោយទឹកមុខស្ងួតស្ងាត់មិនបាននិយាយស្ដីជាមួយគ្នាឡើយនៅពេលដែលពួកគេត្រឡប់មកដល់ផ្ទះហើយកូនបានដេកលក់អស់ហើយផាក់កាងក៏បានបើកទ្វារបន្ទប់ចូលមកអង្គុយមើលទៅកាន់ទឹកមុខកូនរបស់ខ្លួនទាំងពីរនាក់បន្ទាប់ពីសម្លឹងមើលមុខកូនរួចហើយផាក់កាងក៏បានដើរទៅមើលរូបថតក្រុមគ្រួសាររបស់ខ្លួនដែលបានថតរូបជុំគ្នាអញ្ចឹងណាហើយមួយសន្ទុះធំក្រោយមកហាណាក៏បាន
ដើរចូលមកផងដែរហាណាបាននិយាយប្រាប់ទៅកាន់ប្តីថាកូនរបស់ពួកយើងឆាប់ធំណាស់មែនអត់ផាក់កាងក៏បាននិយាយសុំទោសទៅកាន់ប្រពន្ធរបស់ខ្លួនវិញពីព្រោះតែបងចង់មានអ្វីគ្រប់យ៉ាងសម្រាប់អូននិងកូនចង់ផ្ដល់ជីវិតអភិជនសម្រាប់ក្រុមគ្រួសាររបស់ពួកយើងហាណាបានសួរសំណួរត្រឡប់ទៅកាន់ផាក់កាងវិញអញ្ចឹងតើពេលនេះបងចង់បានជីវិតមួយណាបែបហៃសូឬក៏បែបសាមញ្ញផាក់កាងក៏បានឆ្លើយថាបែបសាមញ្ញគឺល្អបំផុតហើយជីវិតបែបនេះគឺកក់ក្ដៅខ្លាំងណាស់ឲ្យតែនៅពេលណាដែលបងភ្ញាក់ពីដេកឡើងបងបានឃើញអូននិងបានឃើញកូនរបស់ពួកយើងទាំងពីរនាក់នេះហើយគឺជាសុភមង្គលរបស់បងពេលដំបូងគឺបងពិបាកទទួលយកណាស់ប៉ុន្តែពេលនេះបងខ្លាចថាគ្រប់យ៉ាងវានឹងរលាយបាត់ទៅវិញទោះបីជាយ៉ាងណាក៏ដោយបងលែងចង់វិលទៅរកជីវិតកាលពីមុនវិញហើយហាណាក៏បានដាក់ខ្លួនដេកលក់នៅលើស្មារបស់ផាក់កាងទៅបាទចាប់តាំងពីថ្ងៃនឹងមកយើងឃើញថាជីវិតគ្រួសាររបស់ពួកគេរស់នៅជាមួយគ្នាកាន់តែមានសុភមង្គលកាន់តែមានសេចក្តីសុខផាក់កាងតែងតែនាំកូនទាំងពីរនាក់របស់ខ្លួនចេញទៅខាងក្រៅដើរលេងជាមួយគ្នាធ្វើសកម្មភាពសប្បាយៗថតរូបជាមួយគ្នាដើម្បីទុកជាអនុស្សាវរីយ៍ហើយឈុតបន្តទៀតយើងឃើញថាផាក់កាងបានចាប់ផ្ដើមការងារធ្វើជាអ្នកសម្ដែងរបស់ខ្លួនបន្តទៀតនៅពេលដែលពួកគេសម្ដែងឈុតឆាកនៅក្នុងសាច់រឿងចប់អ្នកដឹកនាំរឿងរួមជាមួយនឹងសូយុនបាននិយាយសរសើរទៅកាន់ផាក់កាងថាពិតជាសម្ដែងលយខ្លាំងមែនទែនហើយផាក់កាងពេលនេះមាន fan ជាច្រើនបានចូលមកសុំថតរូបជាមួយហើយការងារជាអ្នកសម្ដែងអាជីពជាសិល្បៈរបស់ផាក់កាងចាប់ផ្ដើមមានឈ្មោះល្បីល្បាញសារព័ត៌មានបានចុះផ្សព្វផ្សាយពីរូបគាត់ប្រងព្រាតពេញអ៊ីនធឺណិតប្រពន្ធកូនរបស់ផាក់កាងនៅពេលដែលបានឃើញសារព័ត៌មានចុះផ្សព្វផ្សាយពីផាក់កាងមានឈ្មោះល្បីល្បាញបែបនេះពួកគេមានអារម្មណ៍ថារំភើបសប្បាយចិត្តខ្លាំងមែនទែនរកអ្វីប្រៀបទៅមិនបានឡើយទោះបីជាផាក់កាងមានឈ្មោះល្បីធ្វើជាតារាសម្ដែងឡើងវិញក៏ដោយក៏ផាក់កាងនៅតែបន្តធ្វើការងារធ្វើជាជំនួយការរបស់សូយុនដដែលសូយុនពេលនេះគេបានទៅចូលរួមកម្មវិធីប្រគល់ពានតារាឆ្នើមប្រចាំឆ្នាំអ្នកដែលទទួលបានពានអ្នកដែលឈ្នះក្នុងកម្មវិធីមួយនេះគឺបានទៅលើសូយុននោះគ្រប់គ្នាក៏បានទះដៃអបអរសាទរទៅកាន់សូយុនសម្រាប់ការទទួលបានពានមួយនេះសូយុនក៏បានឡើងទៅលើឆាកដើម្បីនិយាយអរគុណទៅកាន់អ្នកគ្រប់គ្នាមិនតែប៉ុណ្ណោះសូយុនក៏បាននិយាយអរគុណទៅកាន់ផាក់កាងដែលជាមិត្តភក្តិរបស់ខ្លួនតែម្នាក់គត់គឺជាមនុស្សម្នាក់ដែលជួយមើលថែគាត់កន្លងមកពេលដែលកម្មវិធីមួយនឹងចប់រួចរាល់ហើយពួកគេបានជិះឡានត្រឡប់មកផ្ទះវិញផាក់កាងក៏បាននិយាយទៅកាន់សូយុនថាជីវិតរបស់ឯងប្រសើរជាងគ្នាកាលពីជាតិមុនខ្លាំងណាស់គ្នាសូមអរគុណឯងសម្រាប់អ្វីគ្រប់យ៉ាងក្នុងជីវិតមួយនេះសូយុនក៏បានបបួលផាក់កាងទៅកាន់ទីតាំងហាងចាស់របស់ពួកគេដើម្បីផឹកស្រាជប់លៀងពួកគេទាំងពីរនាក់ក៏បានផឹកស្រាបណ្ដើរនិយាយជជែកគ្នាបណ្ដើរគម្រោងផែនការក្នុងការថតរឿងថ្មីបន្តបន្ទាប់របស់ផាក់កាងត្រូវធ្វើដំណើរទៅបរទេសរយៈពេល3ខែប៉ុន្តែផ្ទុយទៅវិញផាក់កាងមិនព្រមទទួលធ្វើការងារមួយនឹងទេពីព្រោះតែរូបគេមិនអាចឃ្លាតឆ្ងាយពីប្រពន្ធកូនខ្លួនឯងបានឡើយចំណែកសូយុនក៏បានប្រាប់ទៅកាន់ផាក់កាងថានៅពេលក្រោយពួកយើងនឹងថតរឿងជាមួយគ្នាទៀតគាត់សង្ឃឹមថាផាក់កាងនឹងអាចទទួលបានការងារជាច្រើននិងក្លាយជាអ្នកមានឆាប់នេះហើយផាក់កាងក៏បានឆ្លើយតបទៅកាន់សូយុនវិញថាជីវិតរបស់គ្នាមិនរស់នៅដេញតាមលុយទេជីវិតរបស់គាត់គ្រាន់តែចង់រស់នៅបែបសាមញ្ញបែបធម្មតាសប្បាយៗជាមួយនឹងគ្រួសារប៉ុណ្ណោះបន្ទាប់ពីផឹកស្រាជាមួយគ្នារួចហើយសូយុនក៏បានឲ្យលុយមួយចំនួនទៅកាន់ផាក់កាងទុកទិញកាដូឲ្យប្រពន្ធនិងកូនដែលកំពុងរងចាំនៅឯផ្ទះកុំភ្លេចប្រាប់ក្មេងៗថាលោកពូសូយុនជាអ្នកទិញកាដូឲ្យពួកគេបន្តមកទៀតយើងឃើញថាជីអានបានបើកឡានមកទទួលសូយុនយកត្រឡប់ទៅផ្ទះវិញហើយតាមការពិតទៅពួកគេទាំងពីរនាក់បានចាប់ផ្ដើមតាក់ទងមានទំនាក់ទំនងស្នេហាជាមួយគ្នាហើយបាទបន្ទាប់ពីពួកគេនិយាយលាគ្នារួចហើយពួកគេទាំងពីរនាក់ក៏បានបើកឡានចាក់ចេញទៅហើយយប់នេះផងដែរគឺជាយប់ថ្ងៃបុណ្យណូអែលមេឃចាប់ផ្ដើមភ្លាក់ព្រិលមកផាក់កាងក៏បានហៅឡានតាក់ស៊ីដើម្បីជិះត្រឡប់ទៅផ្ទះវិញក្រុមគ្រួសាររបស់គាត់បានខលទូរស័ព្ទមកគឺពួកគេនៅផ្ទះបានរៀបចំខ្លួនអ្វីៗគ្រប់បែបយ៉ាងអស់ហើយបាទដើម្បីរងចាំផាក់កាងត្រឡប់មកផ្ទះវិញកូនទាំងពីរនាក់នឹងបានសួរនាំទៅកាន់ប៉ារបស់ខ្លួនថាប៉ាចិត្តមកដល់នៅមានបានទិញកាដូបុណ្យណូអែលឲ្យកូនដែរឬអត់ចំណែកហាណាបាននិយាយប្រាប់ទៅកាន់ប្តីរបស់ខ្លួនថាកាដូសម្រាប់កូនពួកគេទាំងពីរនាក់គឺស៊ូស៊ូហើយនិងសាហ៊ីផាក់កាងមិនបានស្គាល់ឡើយថាស៊ូស៊ូហើយនិងអាសាហ៊ីនឹងគឺជាស្អីគេហើយក៏មិនដឹងដែរថាតើគូដែលទិញវានៅកន្លែងណាមានទេប៉ុន្តែហាណាបាននិយាយប្រាប់ទៅកាន់ប្តីរបស់ខ្លួនថាអូនបានទិញវារួចរាល់អស់ហើយបងឆាប់មកផ្ទះវិញឲ្យលឿនមកហើយពួកគេនឹងក៏បានបិទទូរស័ព្ទវិញទៅបាទអ្នករត់តាក់ស៊ីបានសួរនាំទៅកាន់ផាក់កាងថាតើជីវិតរស់នៅរបស់លោកនៅពេលនេះមានរសជាតិយ៉ាងម៉េចដែរលោកពេញចិត្តជាមួយនឹងគ្រួសាររបស់លោកនៅពេលនេះទេផាក់កាងចាប់ផ្ដើមភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឮអ្នករត់តាក់ស៊ីម្នាក់នឹងសួរនាំសំណួរបែបនេះមកកាន់ខ្លួនអ្នករត់តាក់ស៊ីក៏បាននិយាយបន្តទៀតថាពេលវេលារបស់លោកនៅមិនយូរទៀតទេផាក់កាងនឹងត្រូវត្រឡប់ទៅកន្លែងដើមវិញលោកនឹងអស់ពេលត្រឹមយប់នេះតែម្ដងផាក់កាងបាននិយាយអង្វរទៅកាន់អ្នករត់តាក់ស៊ីម្នាក់នឹងថាគាត់មិនចង់ត្រឡប់ទៅវិញទេបើសិនជាលោកផ្ដល់ឲ្យខ្ញុំនៅជីវិតល្អបែបនេះហើយហេតុអ្វីបានជាលោកចង់យកទៅវិញលោកឯងគឺជានរណាគេឲ្យពិតប្រាកដហេតុអ្វីបានជាចូលមកលេងសើចជាមួយនឹងជីវិតរបស់ខ្ញុំបែបនេះអ្នកបើករត់ឡានតាក់ស៊ីមួយនឹងបានឈប់ឡានគាត់ក៏បាននិយាយណែនាំខ្លួនប្រាប់ទៅកាន់ផាក់កាងថាកាលពីមុនគាត់ក៏ជាតារាសម្ដែងម្នាក់ដែរគាត់គិតតែពីចំណាយពេលក្នុងការសម្ដែងមិនដែលខ្វល់ខ្វាយជាមួយនឹងកូនប្រុសរបស់ខ្លួនមិនដែលខ្វល់ខ្វាយជាមួយនឹងប្រពន្ធទេនិយាយរួមទៅប្រឹងប្រែងរកលុយសម្ដែងរហូតដល់ថ្ងៃស្លាប់តែម្ដងមិនដែលបានផ្ដល់សេចក្តីសុខសុភមង្គលសម្រាប់គ្រួសាររបស់ខ្លួនឡើយរហូតមកដល់ពេលនេះគាត់ពិតជាស្ដាយខ្លាំងណាស់ហើយតាមការពិតទៅបរិសម្នាក់នឹងគឺជាពលឹងឪពុកបង្កើតរបស់ផាក់កានមូលហេតុដែលគាត់មកជួបជាមួយនឹងផាក់កានបែបនេះគឺគាត់ចង់ផ្ដល់កាដូពិសេស
សេសមួយសម្រាប់បុណ្យនៅឯនេះតែម្ដងគាត់សង្ឃឹមថានឹងអាចធ្វើឲ្យកូនជ្រើសរើសនៅអ្វីដែលជាសុភមង្គលបន្ទាប់ពីបានស្ដាប់ឮឪពុករបស់ខ្លួននិយាយបែបនេះហើយផាក់កាងបានហូរទឹកភ្នែកនិយាយអីទៀតក៏មិនចាញ់ដែរបាទនៅពេលនេះដែរផាក់កាងបានត្រឡប់មកផ្ទះវិញទឹកមុខរបស់គេស្ងួតស្ងាត់ពិបាកចិត្តខ្លាំងមែនទែនពីព្រោះតែនេះគឺជាពេលវេលាចុងក្រោយមានត្រឹមតែមួយយប់ប៉ុណ្ណោះគាត់នឹងវិលត្រឡប់ទៅរកភាពដើមរបស់ខ្លួនពីមុនវិញពេលដែលផាក់កាងបើកទ្វារចូលមកផ្ទះភ្លាមកូនទាំងពីរនាក់នឹងបានរត់មកឲ្យផាក់កាងនិងបានសួរនាំថាតើហេតុអ្វីបានជាប៉ាមកយឺតខ្លាំងម្ល៉េះពួកគេបាននិយាយបបួលផាក់កាងគឺនៅថ្ងៃស្អែកចង់ឲ្យផាក់កាងជូនពួកគេទាំងពីរនាក់ទៅដើរលេងនៅក្នុងសួនកំសាន្តឈុតបន្ទាប់ទៀតយើងឃើញថាផាក់កាងបាននៅក្នុងបន្ទប់កូនរបស់ខ្លួនរ៉ូហ៊ីបានសួរនាំទៅកាន់ប៉ាថាតើប៉ាពេលនេះមានការចងចាំឡើងវិញហើយនៅផាក់កាងក៏បានសួរទៅកាន់កូនស្រីវិញថាម៉េចបានជាកូនសួរបែបនេះមកកាន់ប៉ារ៉ូហ៊ីក៏បានឆ្លើយថាបើសិនជាប៉ាមានការចងចាំវិញហើយកូនពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ាកុំបាត់បង់ការចងចាំម្ដងទៀតណាពីព្រោះតែកូនខ្លាចប៉ាទៅចោលកូនអញ្ចឹងណាផាក់កាងពេលនេះបានស្រក់ទឹកភ្នែកចេញមកដោយមិនដឹងខ្លួនរ៉ូហ៊ីបានសួរនាំទៅកាន់ប៉ាថាតើហេតុអ្វីបានជាប៉ាយំបែបនេះផាក់កាងក៏បានឆ្លើយថាប៉ាមិនបានយំទេប៉ុន្តែសូហ៊ីបានប្រាប់ទៅកាន់ប៉ាថាបើប៉ាចង់យំប៉ាអាចយំបានពីព្រោះតែម៉ាក់ប្រាប់ថាមនុស្សចាស់មិនមែនរឹងមាំគ្រប់ពេលវេលានោះទេកើតមកជាមនុស្សគឺចេះយំមុនគេប៉ុន្តែផាក់កាងនៅតែឆ្លើយយលេសថាប៉ាមិនបានយំទេពីព្រោះតែមានដីចូលភ្នែកប៉ាទេតើបានទឹកភ្នែកចេញមករ៉ូហ៊ីក៏បានងើបមកជួយផ្លុំដីឲ្យចេញពីភ្នែកប៉ារបស់ខ្លួនផាក់កាងពេលនេះសម្លឹងមើលទៅកាន់មុខកូនស្រីមិនដាក់ភ្នែកទេកូនស្រីក៏បាននិយាយប្រាប់ទៅកាន់ប៉ាថាប៉ាត្រូវសន្យាជាមួយកូនណាថ្ងៃស្អែកប៉ាដាច់ខាតត្រូវតែជូនពួកកូនទៅលេងនៅក្នុងសួនកំសាន្តជិះសេះជាមួយគ្នាហើយរ៉ូហ៊ីបានពូកដៃជាមួយឪពុករបស់ខ្លួនដើម្បីឲ្យឪពុកកុំឲ្យភ្លេចសន្យារបស់ពួកគេអញ្ចឹងណាបន្តមកទៀតផាក់កាងបានអង្គុយជាមួយនឹងប្រពន្ធយករូបថតចាស់ៗរបស់ពួកគេមកអង្គុយមើលជាមួយគ្នានៅយប់នឹងផងដែរផាក់កាងមិនបានចូលដេកទេផាក់កាងបានអង្គុយស្ងោស្ងាត់តែម្នាក់ឯងគាត់បានចាក់វីដេអូមើលសកម្មភាពកូនៗរបស់ខ្លួននៅក្នុងទូរស័ព្ទដៃគាត់នៅពេលនេះមិនចង់ចាក់ចេញពីគ្រួសារដ៏កក់ក្ដៅមួយនេះទេបន្តទៀតផាក់កាងបានឡើងទៅលើគ្រែដេកឲ្យប្រពន្ធរបស់ខ្លួនអញ្ចឹងណាហាណាបាននិយាយប្រាប់ទៅកាន់ប្តីរបស់ខ្លួនថាបងឯងឆាប់គេងទៅពីព្រោះតែថ្ងៃស្អែកឡើងពួកយើងត្រូវជូនកូនទៅដើរលេងហើយចាប់តាំងពីថ្ងៃនេះតទៅអូនមិននិយាយហាមឃាត់បងពេលបងចាយលុយនោះទេហើយអូនសង្ឃឹមថាគ្រួសាររបស់ពួកយើងនឹងមានថ្ងៃនេះជារៀងរហូតបន្ទាប់ពីស្ដាប់ឮពាក្យសម្ដីរបស់ហាណានិយាយបែបនេះហើយផាក់កាងចាប់ផ្ដើមដេកយំស្រក់ទឹកភ្នែកម្ដងទៀតហើយបាទពេលវេលាមួយយប់ហ្នឹងក៏បានកន្លងផុតទៅនៅពេលនេះដែរផាក់កាងបានភ្ញាក់ដឹងខ្លួនពីដេកវិញហើយខ្លួនរបស់គាត់ក៏បានត្រឡប់មកកន្លែងដើមវិញផងដែរគឺនៅក្នុងខុនដូដ៏ស្កឹមស្កៃរបស់ខ្លួនសូយុនក៏បានដើរចូលមកសួរនាំទៅកាន់ផាក់កាងថាតើកើតអីមែនប៉ុន្តែផាក់កាងក៏បានសួរត្រឡប់ទៅកាន់សូយុនវិញថាផ្ទះមួយនេះគឺជាផ្ទះរបស់យើងមែនឯងគឺជាជំនួយការរបស់យើងមែនសូយុនក៏បានឆ្លើយថាទីនេះគឺជាផ្ទះរបស់ឯងយើងក៏ជាអ្នកធ្វើការឲ្យឯងដែរហេតុអ្វីបានជាមកសួរសំណួរបែបនេះទៅវិញចង់ប្រេងយើងមែនចង់រលេះដេញយើងឈប់ទៀតមែនកុំធ្វើបែបនេះអីគ្នាមានកូនត្រូវចិញ្ចឹមណាផាក់កាងក៏បានសួរនាំបន្តទៀតថាកាលពីមួយឆ្នាំមុនយើងទៅផឹកនៅកន្លែងចាស់មែនទេកាលនឹងឯងនិយាយថាហាណាត្រឡប់មកពីបរទេសវិញហើយយើងកំពុងតែរៀបចំតាំងពីពួរគំនូទៀតផងសូយុនក៏បាននិយាយឆ្លើយតបថាគ្នានិយាយកាលពីយប់មិញតើមិនមែនកាលពីមួយឆ្នាំមុនទេបន្ទាប់ពីបានលើកបែបនេះហើយផាក់កាងក៏បានបញ្ញាប់បញ្ញាល់រៀបចំខ្លួនប្រាណចេញទៅខាងក្រៅឡើងលឿនតែម្ដងមិនតែប៉ុណ្ណោះផាក់កាងបានខលទូរស័ព្ទប្រាប់ទៅកាន់សូយុនឲ្យឈប់សម្រាកទៅដើរលេងជាមួយនឹងគ្រួសារទៅចាំគាត់នឹងបើកលុយបើកប្រាក់ខែឲ្យបន្ថែមទៀតចាំចប់រដូវកាលបុណ្យគ្រីស្មាស់ចាំត្រឡប់មកធ្វើការវិញសូយុននឹងគឺរៀងឆ្ងល់តែម្ដងបាទពីព្រោះតែនៅសុកមិនបានជាផាក់កាងមានចិត្តល្អបែបនេះផាក់កាងពេលនេះគេបានបើកឡានមកកាន់ទីតាំងកន្លែងរៀបចំតាំងពីពណ៌រូបគំនូររបស់ហាណាផាក់កាងជិះសិតតែឡានទំនើបម៉ាក Lamborghini ទៀតបាទបន្តទៀតយើងឃើញថាផាក់កាងបានរត់ចូលខាងក្នុងអគារមានបុគ្គលិកជាច្រើននាក់កំពុងតែរៀបចំដាក់តាំងបង្ហាញផ្ទាំងគំនូរភ្លាមនោះស្រាប់តែផាក់កាងមានការចាប់អារម្មណ៍ជាខ្លាំងទៅលើរូបគំនូរមួយផ្ទាំងផាក់កាងបានឈរសម្លឹងមើលរូបគំនូរមួយនឹងទាំងទឹកភ្នែករបស់ខ្លួននៅលេងលងតែម្ដងកញ្ញាហាណាក៏បានដើរចូលមកនិយាយសួរនាំទៅកាន់ផាក់កាងថាតើខ្យល់អីបាក់លោកមកកាន់ទីនេះឬមួយមិនមែនលោកចង់មកជួបខ្ញុំទេឬផាក់កាងបានឈរសម្លឹងមើលមុខរបស់ហាណាមិនដាក់ភ្នែកទេគាត់បានសួរសំណួរទៅកាន់ហាណាថាតើហេតុអ្វីបានជានាងគូរូបមួយនេះបានខ្ញុំធ្លាប់បានឃើញវាពីមុនមកបន្ទាប់ពីបានលើកបែបនេះហាណាពិតជាឆ្ងល់ខ្លាំងមែនទែនពីព្រោះតែរូបគំនូរមួយផ្ទាំងនេះនាងទើបនឹងដាក់បង្ហាញទេបន្ទាប់មកទៀតផាក់កាងបាននិយាយបបួលហាណាចេញទៅខាងក្រៅជាមួយគាត់រយៈពេល1ម៉ោងពីព្រោះតែគាត់មានរឿងសំខាន់ត្រូវនិយាយជជែកជាមួយហើយតាមការពិតទៅផាក់កាងបាននាំហាណាមកកាន់ទីកន្លែងផ្ទះដែលពួកគេធ្លាប់នៅជាមួយគ្នាផាក់កាងបាននិយាយប្រាប់ទៅកាន់ហាណាថាខ្ញុំមានអនុស្សាវរីយ៍និងបានចំណាយពេលជាច្រើនជាមួយនឹងនាងនៅក្នុងផ្ទះមួយនេះពេលវេលាដែលខ្ញុំរស់នៅទីនេះវាពិតជាមានក្តីសុខខ្លាំងណាស់ផាក់កាងក៏បាននិយាយសារភាពស្នេហាប្រាប់ទៅកាន់ហាណាដើម្បីសុំត្រូវគ្នាវិញស្រឡាញ់គ្នាម្ដងទៀតហើយហាណាក៏បានឆ្លើយយល់ព្រមទៅបាទ
រយៈពេល2ឆ្នាំក្រោយមកទៀតពួកគេទាំងពីរនាក់បានរៀបការកសាងគ្រួសារជាមួយគ្នាជាពិសេសគឺមានកូនភ្លោះទៀតផងហើយកូនរបស់ពួកគេទាំងពីរនាក់គឺស្រីមួយប្រុសមួយកូនស្រីពួកគេដាក់ឈ្មោះថារ៉ូហ៊ីចំណែកឯកូនប្រុសពួកគេដាក់ឈ្មោះថារ៉ូហាហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងក៏កាត់បញ្ចប់តែត្រឹមហ្នឹងទៅអរគុណច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនដែលតាមដានទស្សនាសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ជាពិសេសសម្រាប់បងប្អូនដែលទស្សនាថ្មីៗកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងផងដើម្បីទទួលបានវីដេអូការសម្រាយរឿងថ្មីៗបន្តទៀតចំពោះសាច់រឿងមួយនេះបងប្អូនឲ្យ rating ប្រមាណលើប្រមាណដែរអាចធ្វើការ comment បញ្ចេញមតិយោបល់បងប្អូននៅខាងក្រោមបានគណៈពេលនេះខ្ញុំបាទរំដួល Movie សូមលាអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នានៅរឿងក្រោយទៀតបាយបាយ